សុភមស្តុសួស្តីសេរីសុភមង្គលពហុលជាស្ដាជាយោតិរេកសម្រិទ្ធិសូមគោរពអាដាមលោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំយុវជនកីឡាសូមគោរពលោកគ្រូអ្នកគ្រូក្មួយសិស្សនិស្សិតទាំងអស់ជាទីមេត្រីឆ្នាំនេះនៅក្នុងបរិបទនៃការរីករាលដាលជំងឺ Covid យើងមិនអាចរៀបចំជាទិវាជាតិអំណានដែលមានការចូលរួមពីសាធារណជនក៏ដូចជាចូលរួមពីលោកគ្រូអ្នកគ្រូឲ្យបានកុសកដូចឆ្នាំមុនទេក៏ប៉ុន្តែយើងនៅបន្តនៅប្រពៃណីក្នុងការរៀបចំទិវាជាតិអំណាននេះដើម្បីប្រារព្ធផងដែរនៅថ្ងៃកំណើតរបស់ព្រះសង្ឃរាជជួនណាតសម្ដេចជួនណាតក៏ដូចជាដើម្បីលើកកម្ពស់ការអានបាទជាពិសេសគឺការលើកកម្ពស់ការសិក្សាភាសាខ្មែរនិងអំណានភាសាខ្មែរដែលជាភាសាជាតិយើងភាសាខ្មែរគឺជាភាសាមួយដែលមានប្រវត្តិយូរលង់ហើយបើយើងគិតទៅគឺជាភាសាមួយដែលក្នុងចំណោមភាសាដែលចាស់ជាងគេនៅក្នុងពិភពលោកហើយយើងក៏បានសិក្សាពីឆ្នាំមុននេះបាទភាសាខ្មែរបុរាណបាទដែលចែកចេញជាពីរផ្នែកបាទគឺភាសាខ្មែរបុរាណសម័យមុនអង្គរនិងភាសាខ្មែរបុរាណសម័យអង្គរយើងដឹងហើយថាបាទភាសាខ្មែរបាទមានកំណើតបើយើងនិយាយថាភាសាសរសេរតាំងតែពីសតវត្សទី6មកម្លេះហើយដែលមានផុសតាងជាក់ស្ដែងគឺមានសិលាចារឹកប្រមាណជា1500សិលាចារឹកដែលសរសេរជាភាសាខ្មែរចាស់ផងក៏ដូចជាសរសេរជាភាសាសំស្ក្រឹតក៏មានសរសេរជាភាសាបាលីដែរពីឆ្នាំមុនគឺយើងបានសិក្សាពីភាសាខ្មែរចាស់ដែលចែកចេញជាពីរដំណាក់កាលបាទគឺសម័យមុនអង្គរពីសតវត្សទី6និងទី8និងដំណាក់កាលទី2បាទសម័យអង្គរពីសតវត្សទី9ដល់សតវត្សទី14ហើយឆ្នាំនេះគឺយើងសិក្សាភាសាខ្មែរកណ្ដាលបាទនៅចាប់ពីសតវត្សទី15មកទល់សតវត្សទី18ដោយមានចារនៅក្នុងសិលាចារឹកនគរវត្តនិងអត្ថបទច្បាប់ផ្សេងហើយភាសាខ្មែរទំនើបបាទគឺចាប់ផ្ដើមពីពាក់កណ្ដាលសតវត្សទី18មកពេលបច្ចុប្បន្នអញ្ចឹងបើយើងមើលភាសាខ្មែរចាស់សម័យមុនអង្គរបាទគឺមានទម្រង់បាទស្តៀងជាមួយនឹងហៅថាអក្សរក្រមដែលបង្កើតឡើងនៅប្រទេសឥណ្ឌាប៉ុន្តែក៏តាមដំណាក់កាលនីមួយៗនេះយើងឃើញមានការវិវត្តបាទវិវត្តរហូតមកដល់គឺថាសម័យអង្គរដែលភាសាខ្មែរបុរាណហ្នឹងគឺសរសេរជាអក្សរមូលបាទដែលយើងមើលទៅវាហាក់ផែលជាមួយភាសាខ្មែរបច្ចុប្បន្នប៉ុន្តែសម័យព្រះបាទជ័យវរ្ម័នទី7គឺមានហៅថាការសរសេរជាអក្សរជ្រុងបាទហើយនៅពេលបច្ចុប្បន្ននេះយើងឃើញថាភាសាខ្មែរយើងគឺអក្សរមានទាំងអក្សរមូលបាទមានទាំងអក្សរធម្មតាបាទអញ្ចឹងភាសាខ្មែរមានរបៀបសរសេរនឹងច្រើនបែបបាទអញ្ចឹងបើយើងត្រឡប់មកមើលបញ្ញត្តិធំដែលយើងនឹងសិក្សានៅថ្ងៃនេះបាទទី1ភាសាដែលវិវត្តក្រោមឥទ្ធិពលនៃសាសនាក៏ដូចជាបរិបទភូមិសាស្ត្រនៅពេលដែលយើងសិក្សាភាសាខ្មែរដំណាក់កាលនីមួយគឺយើងត្រូវសិក្សាទៅយល់អំពីឥទ្ធិពលសាសនាមកលើភាសាខ្មែរក៏ដូចជាបរិបទប្រវត្តិសាស្ត្រដែលមានឥទ្ធិពលទៅលើភាសាខ្មែរដែរបញ្ញត្តិទី2គឺជាកត្តាភូមិសាស្ត្រនយោបាយបាទនៅក្នុងសម័យក្រោយអង្គរបាទមានការប្រកួតប្រជែងបាទរវាងកម្ពុជានិងប្រទេសជិតខាងហើយការប្រកួតប្រជែងនេះបាទបង្កើតឲ្យមានសង្គ្រាមហើយបង្កើតឲ្យមានការចងសម្ព័ន្ធមិត្តផងដែរទី3បញ្ញត្តិទី3គឺស្ថាប័នរដ្ឋអញ្ចឹងបើសិនជាស្ថាប័នរដ្ឋរឹងមាំប្រទេសយើងនឹងខ្លាំង
ហើយប្រសិនបើស្ថាប័នរដ្ឋចុកសោយគឺប្រទេសយើងមានចំនួនទាំងគឺជាពិសេសគឺចំនួនផ្ទៃក្នុងដែលធ្វើឲ្យប៉ះពាល់ទៅដល់តំណែងតំណងរវាងកម្ពុជាជាមួយនឹងប្រទេសជិតខាងនិងទី3គឺដំណើរការកំណែតម្រង់ដំណើរការកំណែតម្រង់នេះសំខាន់គឺដោយសារតែយើងបានឃើញថាដើម្បីអាចឲ្យប្រទេសមួយបាទសម្របសម្រួលខ្លួនជាមួយនឹងស្ថានភាពថ្មីហើយដើម្បីអាចឲ្យប្រទេសមួយអាចប្រណាំងប្រជែងជាមួយប្រទេសជិតខាងបានគឺទាមទារនៅការកែតម្រង់ជាប្រចាំកំណែតម្រង់រដ្ឋឬមួយក៏កំណែតម្រង់ការគ្រប់គ្រងឯជាដើមហើយកំណែតម្រង់នេះគឺជាកត្តាស្លាប់រស់របស់ប្រទេសមួយហើយដែលនាំឲ្យមានវឌ្ឍនភាពក៏ដូចជាភាពរុងរឿងអញ្ចឹងយើងមើលមកវិញថាតើមូលហេតុអីបានជាអរិយធម៌អង្គរដែលចាប់ផ្ដើមមិនមែនត្រឹមតែពីសតវត្សទី9ទេគឺចាប់ដើមពីដើមសតវត្សទី1មកអរិយធម៌ខ្មែរហ្នឹងបាទហើយឡើងលិចត្រដែតនៅចំនួនអង្គរសតវត្សទី9ហ្នឹងហើយចាប់ដើមពីសតវត្សទី13ហ្នឹងចាប់ដើមចុះមកវិញបាទតើមានបញ្ហាអីបាទអញ្ចឹងបើយើងមើលទៅវិភាគប្រវត្តិសាស្ត្រវិញយើងឃើញថាទី1បាទយើងចេញចាក់ចោលអង្គរដោយសារតែសង្គ្រាមជាមួយសៀមបាទនៅពេលនេះគឺសៀមបានចូលវាយចូលអង្គរបាទទី2អាចជាបញ្ហាបរិស្ថានបាទដោយសារតែមានការសិក្សាឃើញថាបាទអង្គរគឺជាទីក្រុងមិនត្រឹមតែទីក្រុងប្រវត្តិសាស្ត្រទេប៉ុន្តែជាទីក្រុងដែលមានប្រព័ន្ធទឹកព័ទ្ធជុំវិញបាទហើយដែលជាប្រព័ន្ធដែលទ្រទ្រង់សេដ្ឋកិច្ចនៅចំនួនអង្គរបាទដើម្បីចិញ្ចឹមប្រជាជនប្រមាណជា1លាននាក់ដូច្នេះការប្រែប្រួលអាកាសធាតុគ្រោះរាំងស្ងួតអាចជាបញ្ហាមួយដែលនាំឲ្យមានការចាក់ចេញពីអង្គរដែរទី3បាទការកតាពាណិជ្ជកម្មបាទគឺយើងឃើញថាអរិយធម៌ខ្មែរហ្នឹងគឺលូតលាស់ពីដំបូងចាប់ផ្ដើមពីតំបន់អូកែវបាទអង្គរបុរីគឺតំបន់ជាប់សមុទ្រហើយក៏បន្តិចម្ដងគឺមជ្ឈមណ្ឌលវប្បធម៌និងមជ្ឈមណ្ឌលនយោបាយហ្នឹងគឺមកចូលមកជ្រៅដល់តំបន់អង្គរបាទប៉ុន្តែកត្តាដែលពាណិជ្ជកម្មជាមួយអន្តរជាតិបាទជាពិសេសជាមួយប្រទេសចិនឯជាដើមបាទអាចជាកត្តាមួយដែលធ្វើឲ្យគេលើករាជធានីនឹងមកភ្នំពេញវិញបាទនិងទី4គឺការបាត់បង់បញ្ញវន្តធនធានមនុស្សបាទដោយសារតែការផ្លាស់ប្ដូរមិនត្រឹមតែសាសនាទេគឺការផ្លាស់ប្ដូរភាសាពីអ្នកដែលរៀនសូត្រភាសាសំស្ក្រឹតមកភាសាបាលីដែលធ្វើឲ្យអ្នកដែលចេះភាសាសំស្ក្រឹតនឹងគឺចេញទៅក្រៅប្រទេសជាពិសេសទៅប្រទេសគេថាអយុធ្យាជាដើមបាទអញ្ចឹងយើងឃើញថាទីក្រុងបុរាណខ្មែរមហិន្ទ្របរវត្តនឹងដែលមានទំហំ50គីឡូម៉ែត្រ4ជ្រុងជុំវិញភ្នំកលែនលាតសន្ធឹងដល់ប្រាសាទព្រះខ័នកំពង់ស្វាយហ្នឹងអញ្ចឹងមានទំហំធំណាបាទដូច្នេះនៅក្នុងបរិវេណនេះមានទាំងប្រាសាទថ្មមានទាំងកន្លែងស្លដែកបាទមានទាំងប្រព័ន្ធទឹកស្រោចស្រពបាទអញ្ចឹងវាដំណើរការចាក់ចោលអង្គរមានរយៈពេល100ឆ្នាំបាទ100ឆ្នាំពីឆ្នាំ1336នៅពេលដែលពេលនោះគឺពុទ្ធសាសនាថេរវាទនឹងត្រូវបានលើកតម្កើងជាសាសនាបរតរហូតដល់ពេលលើករាជធានីមកចតុមុខវិញបាទគឺរយៈពេល100ឆ្នាំបាទបន្ទាប់ពីបាទសៀមបានវាយចូលនឹងកាន់កាប់អង្គរបាទដូច្នេះកត្តាប្រកួតប្រជែងរវាងអាណាចក្រកម្ពុជាអាណាចក្រខ្មែរនិងអយុធ្យាគឺជាកត្តាមួយសំខាន់ហើយអញ្ចឹងគឺថាយើងឃើញថាវត្តទាំង3នៃអរិយធម៌ការអភិវឌ្ឍភាពចាស់ទុំនិងការធ្លាក់ចុះហ្នឹងហើយការធ្លាក់ចុះមិនត្រឹមតែអរិយធម៌ខ្មែរទេប៉ុន្តែនៅអាស៊ីអាគ្នេយ៍ក៏ឆ្លុះបញ្ចាំងពី
កត្តាផ្សេងរួមទាំងកត្តាពាណិជ្ជកម្មផងដែរនិងកត្តានយោបាយផងដែរដូច្នេះប្រវត្តិសាស្ត្រខ្មែរនៅសម័យក្រោយអង្គរនឹងយើងអាចចែកចេញជាពីរដំណាក់កាលបាទដំណាក់កាលទី1គឺដំណាក់កាលចតុមុខលង្វែកពីឆ្នាំ1431ដល់ឆ្នាំ1595បាទអញ្ចឹងក្រោយពីបែកលង្វែកទៅបាទគឺយើងដឹងហើយថាសម័យលង្វែកបាទទោះបីជាយើងចេញពីអង្គរមកបាទមកនៅចតុមុខបាទហើយឬទៅនៅលង្វែកវិញប៉ុន្តែខ្មែរនៅដើរតន្ត្រីសំខាន់នៅឡើយនៅជ្រោយឥណ្ឌូចិនបាទដំណាក់កាលទី2គឺដំណាក់កាលដងពីឆ្នាំ1596ដល់ឆ្នាំ1863ដែលពេលនោះគឺកម្ពុជាបាត់បង់ទូនាទីតំបន់ហើយពេលខ្លះយើងបានខ្លាចទៅជាសមណរដ្ឋនៃប្រទេសជិតខាងអញ្ចឹងតើកត្តាដែលធ្វើឲ្យលង្វែកបែកបាក់នឹងវាមានកត្តាអីខ្លះបាទគឺកត្តា2សំខាន់បាទគឺកត្តាភូមិសាស្ត្រនយោបាយបាទមានន័យថាសង្គ្រាមជាមួយសៀមការប្រណាំងប្រជែងជាមួយសៀមបាទនិងកត្តាស្ថាប័នចុះខ្សោយបាទដែលធ្វើឲ្យជាពិសេសគឺការបែកបាក់ក្នុងជួររាជវង្សានុវង្សក៏ដូចជាការគ្រប់គ្រងប្រទេសខ្សោយបាទហើយនៅពេលនោះយើងឃើញថានៅពេលដែលសៀមវាយចូលលង្វែកហើយយើងចាញ់សង្គ្រាមបាទជាយុទ្ធសាស្ត្រសង្គ្រាមដើម្បីធ្វើឲ្យប្រទេសមួយខ្សោយបាទតបដែលឈ្នះហ្នឹងគឺត្រូវប្រមូលកេតនភណ្ឌជាតិទ្រព្យសម្បត្តិកម្ពីក្បួនខ្នាតនិងឯកសារផ្សេងបាទពីប្រទេសយើងទៅប្រទេសគេជាពិសេសគឺអ្នកប្រាជ្ញបណ្ឌិតបាទតន្ត្រីករសិល្បករបាទស្នាដៃអក្សរសិល្ប៍អីជាដើមគឺគេត្រូវប្រមូលយកទៅហើយម្យ៉ាងទៀតសង្គ្រាមបាទធ្វើឲ្យក្រាំងសាសនាសក្តិក៏វិនិច្ឆ័យដោយសារសង្គ្រាមផងដែរអញ្ចឹងយើងមិនមានអ្វីដើម្បីបន្សល់ទុកជាមកសម្រាប់ជនជំនាន់ក្រោយទេខុសពីសម័យអង្គរដែលជាផុសតាងហ្នឹងគឺចារនៅលើថ្មបាទដែលយកទៅណាត់កើតបាទអញ្ចឹងគឺនៅសល់ជាសាលាចារឹកដែលយើងអាចបាទសិក្សាបានបាទសម័យឧដុង្គក៏ឆ្លុះបញ្ចាំងពីកត្តាភូមិសាស្ត្រនយោបាយដែរបាទគឺការប្រកួតប្រជែងរវាងសៀមជាមួយនឹងវៀតណាមបាទអញ្ចឹងថៃត្បិតតែប្របាទជ័យជ័យថាទី2បានបន្តបាទបានលើករាជធានីពីលវីអែមទៅឧដុង្គបាទហើយបន្តការងារកំណែតម្រង់រួមទាំងកំណែតម្រង់ច្បាប់កំណែតម្រង់ប្រព័ន្ធតុលាការអីបាទពេលនោះបាទគឺខ្មែរចាប់ផ្ដើមអនុវត្តនយោបាយតុល្យភាពបាទអញ្ចឹងដោយសារតែយើងមានបញ្ហាច្រើនជាមួយសៀមបាទពេលនោះគឺយើងចាប់ផ្ដើមចងសម្បត្តិមិត្តជាមួយនឹងប្រទេសវៀតណាមហើយបាទជាថាទី2ហ្នឹងក៏ងាកមកយកវៀតណាមដើម្បីធ្វើជាហៅថាធ្វើជាខ្នោះទប់ជាមួយនឹងសៀមដោយព្រះអង្គបាទរៀបអភិសេកជាមួយនឹងព្រះមហាក្សត្រីដែលជាព្រះនាមអង្គជើបាទដែលជាជនជាតិវៀតណាមហើយពេលនោះគឺអនុញ្ញាតឲ្យវៀតណាមមកតាំងទីលំនៅនៅជាយខាងត្បូងព្រៃនគរបាទបង្កើតជាគ្រឹះស្ថានចំនួនហើយដែលកន្លែងនោះគឺជនជាតិប្រជាជនវៀតណាមចាប់ដើមមានន័យថាចាប់ដើមមកនៅតំបន់ព្រៃនគរហ្នឹងនឹងកំពុងនៅខេត្តព្រៃនគរនិងកំពង់កបីបាទហើយក៏ជានយោបាយរបស់វៀតណាមថានយោបាយណាំទៀនឬក៏ដំណើរទៅទិសខាងត្បូងបាទរុលបន្តិចម្ដងបាទសតវត្សទី17វាយយកប្រទេសចម្ប៉ាបានហើយក៏ងាកមករុញប្រជាជនវៀតណាមក៏ដូចជាអាជ្ញាធរបាទបង្កើតជាគេថាជាទីតាំងកន្លែងរស់នៅហៅថាវៀតណាមខាងត្បូងនាពេលបច្ចុប្បន្នដែលពេលនោះគឺព្រៃនគរបាទដូច្នេះវិបត្តិនៅឧដុង្គបាទក៏ជាបង្ហាញពីកត្តាធំដូចជាកត្តាភូមិសាស្ត្រនយោបាយកត្តាស្ថាប័ន
ចុកសោយការដើមរាជការបែកបាក់ផ្ទៃក្នុងក៏ដូចជាគោលនយោបាយដំណើរទៅទិសខាងត្បូងរបស់វៀតណាមផងដែរបាទបើយើងឆ្លុះបញ្ចាំងបាទការបែកបាក់លង្វែកក៏ដូចជាការបែកបាក់នៅសម័យឧដុង្គបាទមានកត្តាដូចគ្នាបាទនៅក្នុងដំណាក់កាលមួយដែលយើងហៅថាដំណាក់កាលទី2នៃសម័យឧដុង្គហ្នឹងបាទគឺជាចំនួនរវាងសៀមនិងវៀតណាមដើម្បីមានឥទ្ធិពលមកលើកម្ពុជាពេលនោះក៏យើងចាប់ផ្ដើមបាត់បាទខេត្តបាត់ដំបងនិងសៀមរាបដោយសារតែនៅពេលនោះមានចំនួនក្នុងចំណោមមន្ត្រីជាន់ខ្ពស់ខ្មែរតែម្ដងជាពិសេសបែនដែលជាចៅហ្វាយខេត្តបាត់ដំបងនិងកែបដែលជាចៅហ្វាយខេត្តសៀមរាបមិនសប្បាយចិត្តនឹងព្រះអង្គឯងក៏បានសុំស្ដេចថៃឲ្យបញ្ចូលខេត្តបាត់ដំបងនិងសៀមរាបនឹងចុងកាលហ្នឹងឲ្យស្ថិតទៅនៅក្រោមបាទប្រទេសសៀមវិញពេលនោះនៅប្រទេសសៀមបាទគឺចុងសតវត្សទី18ហ្នឹងគឺគេថាសម័យរតនកោសិនឬមួយក៏យើងហៅថារាជវង្សចក្រីហ្នឹងបាទគឺព្រះចៅជឡាលោកបរិមទី1ហ្នឹងក៏បានស្នើព្រះអង្គឯងបាទឲ្យបកគលខេត្តទាំងពីរហ្នឹងទៅឲ្យសៀមបាទដោយសារព្រះអង្គឯងគឺជាបាទគឺបានឡើងសោយរាជបាទនៅដែលរៀបចំឡើងនៅទីក្រុងបាងកកបាទពិបាកនឹងជំទាស់ចំពោះសំណើហ្នឹងប៉ុន្តែលោកបានមានព្រះអង្គការថាទូលបង្គំយល់ព្រមប្រគល់ខេត្តទាំងពីរឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀមក្នុងរជ្ជកាលព្រះបាទជឡាលោកប៉ុណ្ណោះហើយបន្ទាប់ពីព្រះអង្គចូលទិវង្គតខេត្តទាំងពីរនេះត្រូវតែយកត្រឡប់មកកម្ពុជាវិញបាទក៏ប៉ុន្តែក៏ទំនាស់នៅក្នុងរាជវង្សសានវង្សនៅបន្តទៀតជាពិសេសនៅក្នុងរាជវង្សព្រះអង្គម្ចាស់ស្ត្រីអង្គម៉ៃដែលជាបុត្រីរបស់ព្រះអង្គដែលជាចៅរបស់អង្គឯងបាទហើយក្នុងរជ្ជកាលក្សត្រីអង្គម៉ៃនេះកិច្ចការប្រទេសជាតិគឺធ្លាក់នៅក្នុងដៃរបស់ឧត្តមសេនីយ៍វៀតណាមទ្រឹងមីងយ៉ាងដែលអនុវត្តនៅគោលនយោបាយវៀតណាមភាវូបនីយកម្មបាទនៅកម្ពុជាបាទក៏ប៉ុន្តែយើងឃើញថានៅក្នុងដំណាក់កាលមួយដែលសង្គ្រាមផ្ទៃក្នុងធ្វើឲ្យខ្មែរបែកបាក់បាទហើយចុះសឹងទៅដល់កម្រិត0ទៅហើយបាទអត់មាននៅសល់អីបាទយើងឃើញថាទាំងវត្តអារាមក៏ខ្ទេចខ្ទីបាទទាំងមនុស្សក៏អស់លីងបាទហើយក៏មិនមានអ្នកចេះដឹងបាទគឺនៅពេលនេះហើយដែលដើម្បីបញ្ចប់ទុក្ខវេទនារបស់ប្រជាជនខ្មែរនៅឆ្នាំ1841នាម៉ឺនអមុខមន្ត្រីក៏សម្រេចចិត្តបញ្ជូនអង្គញាវិបុលរាជឡុងនិងអង្គញាសុគាលោកមកទៅយាងប្របាទអង្គឌួងពីប្រទេសសៀមមកសោយរួចវិញបាទហើយពេលនោះហើយដែលប្របាទអង្គឌួងដែលជាព្រះមហាក្សត្រមួយដែលមានការអប់រំបានជាជ្រៅបាទជាអ្នកស្រឡាញ់មិនត្រឹមតែពុទ្ធសាសនាទេប៉ុន្តែជាអ្នកស្រឡាញ់អក្សរសិល្ប៍ផងដែរជាអ្នកនិពន្ធដ៏ឆ្នើមបាទលោកក៏បានចាប់ដើមនៅកំណែតម្រង់ហើយក៏ឡើងក្រុងរាជសម្បត្តិនៅឧដុង្គឆ្នាំ1847ដែលមានតំណាងសៀមនិងវៀតណាមជាអធិបតីបាទចាប់តាំងពីពេលនោះមកប្រទេសខ្មែរក៏បានស្គាល់នៅសេចក្តីសុខបាទក៏ប៉ុន្តែព្រះអង្គឌួងមានការព្រួយបារម្ភថាថ្ងៃណាមួយកម្ពុជាអាចនឹងប្រទេសជិតខាងលេបត្របាក់បាត់ពីផែនទីពិភពលោកអញ្ចឹងលោកគឺជាអ្នកផ្ញើញត្តិមួយទៅឲ្យព្រះចៅណាប៉ូឡេអុងទី3ស្នើសុំឲ្យបារាំងជួយរំដោះប្រទេសខ្មែរពីឥទ្ធិពលសៀមនិងវៀតណាមក៏ប៉ុន្តែមិនបានទទួលចម្លើយទេបាទហើយសរុបមកវិញគឺនៅក្នុងរជ្ជកាលនៅពេលព្រះអង្គចូលទីមង្គតព្រះបាទនរោត្តមដែលឡើងសោយរាជបាទពេលនោះហើយគឺចាប់ផ្ដើមមានហៅថា
អាណានិគមបារាំងនៅកម្ពុជាដែលយើងពេលនោះគេហៅថាគឺអាណាព្យាបាលបារាំងដើម្បីឲ្យបារាំងនឹងជួយការពារខ្មែរឲ្យកុំឲ្យប្រទេសជិតខាងនឹងឈ្លានពានបាទនេះគឺជាបរិបទប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីទស្សនវិជ្ជាប្រវត្តិសាស្ត្រផងហើយក៏យើងក៏ឃើញថានៅក្នុងសម័យក្រោយអង្គរនឹងគឺកត្តាសំខាន់គឺការជំនឿលើព្រះពុទ្ធសាសនាថេរវាទនឹងដែលមានឥទ្ធិពលខាងផ្នែកភាសាបាទគឺការប្រើប្រាស់ភាសាបាលីនឹងគឺចាប់ផ្ដើមបញ្ជ្រាបចូលនៅក្នុងភាសាខ្មែរសម័យកណ្ដាលអញ្ចឹងយើងងាកមកមើលថាពីដំណើរការវិវត្តភាសាខ្មែរបាទពីភាសាខ្មែរចាស់សម័យអង្គរមកភាសាខ្មែរសម័យកណ្ដាលហ្នឹងបាទរបៀបម៉េចបាទអញ្ចឹងកត្តាភូមិសាស្ត្រនយោបាយគឺយើងដឹងហើយតែសម័យកណ្ដាលគឺជាសម័យដែលមានការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយផ្លាស់ប្ដូរសាសនាបាទដែលមានផលវិបាកមកលើប្រទេសខ្មែរផងមកលើបាទអាណាចក្រមកលើតំបន់ផងជាពិសេសគឺការហៅថាប្រកួតប្រជែងរវាងអយុធ្យានិងក្រុងវេបាទមកលើកម្ពុជាបាទហើយសម័យនោះគឺជាសម័យរុងរឿងនៃពុទ្ធសាសនាថេរវាទបាទហើយដែលយើងឃើញនៅមានការខ្ចីវាក្យសព្ទបាលីនៅក្នុងភាសាខ្មែរដូច្នេះភាសាខ្មែរចាស់បាទវិវត្តក្រោមឥទ្ធិពលនៃភាសាសំស្ក្រឹតយើងដឹងហើយថាចំនួនអង្គរគឺជាជំនឿលើព្រហ្មញ្ញសាសនាបន្ទាប់មកចំនួនបាត់ជាវរ្ម័នទី7គឺព្រះពុទ្ធសាសនាមហាយានគឺនៅប្រើប្រាស់ភាសាសំស្ក្រឹតបាទយើងខ្ចីភាសាសំស្ក្រឹតប្រមាណជា30ទៅ40%បាទខ្ចីវាក្យសព្ទនឹងដើម្បីប្រើប្រាស់នៅក្នុងភាសាខ្មែរហើយឥទ្ធិពលព្រហ្មញ្ញសាសនាគំនិតនយោបាយច្បាប់ប្រាសាទអីហ្នឹងបាទហើយពេលនោះភាសាសំស្ក្រឹតគឺជាភាសាពិសិដ្ឋភាសាអតិទេពទេវស័ព្ទបាទដែលពួកព្រាហ្មណ៍ប្រើបួងសួងនៅក្នុងព្រហ្មញ្ញសាសនាភាសាកម្រិតខ្ពស់ភាសាបរិជាភាសាផ្លូវការហើយនៅក្នុងសាលាចារឹកហ្នឹងគឺគេចារដើម្បីសរសើរបរិជានិងមន្ត្រីជាន់ខ្ពស់បាទអញ្ចឹងក៏សាលាចារឹកភាសាសំស្ក្រឹតបាទតែងជាកំណាព្យបាទភាគច្រើនតែជាកំណាព្យកាវយៈបាទហើយដែលអួតសរសើរដល់វត្ថុស័ក្តិសិទ្ធិដល់ព្រះអាទិទេពបាទវាក្យសព្ទសំស្ក្រឹតបើយើងពិនិត្យទៅបាទតើគេប្រើយើងនៅក្នុងភាសាខ្មែរយើងខ្ចីវាក្យសព្ទសំស្ក្រឹតហ្នឹងប្រើលើអីខ្លះបាទទី1គឺកម្ចីវាក្យសព្ទសំស្ក្រឹតហ្នឹងគឺប្រើពាក់ព័ន្ធទៅនឹងការបរិច្ឆេទបាទនឹងការដាក់បណ្ដាសានៅក្នុងសាលាចារឹកហ្នឹងបាទឧទាហរណ៍សាលាចារឹកការ600បាទដែលជាសាលាចារឹកនៅចារក្នុងសតវត្សទី7បាទហើយគឺជាសាលាចារឹកភាសាខ្មែរមុនគេដែលយើងរកឃើញបាទជាទឹកតាងហ្នឹងដែលមានកាលបរិច្ឆេទត្រឹមត្រូវបាទអញ្ចឹងមុនហ្នឹងក៏មានសាលាចារឹកភាសាខ្មែរចាស់ដែរប៉ុន្តែមិនមានកាលបរិច្ឆេទទេហើយនេះគឺជាសាលាចារឹកទី1ការ600ហ្នឹងដែលមានសាលាកាលបរិច្ឆេទហ្នឹងគេខ្ចីបាទយើងខ្ចីភាសាសំស្ក្រឹតហ្នឹងដូចជាបាទត្រៃត្រឹមសោត្រៈបញ្ចសតៈសកៈបាទតើមានន័យថាម៉េចបាទមានន័យថាបាទត្រៃហ្នឹង3បាទត្រឹមហ្នឹង30បាទ30ឧត្តរបាទឧត្តរហ្នឹងទិសខាងឧត្តរហ្នឹងគឺទិសខាងជើងបាទបញ្ចស័តមានន័យថា500មានន័យថាសកៈមហាសក្ការៈ500បាទ533បាទមហាសក្ការៈ533គឺត្រូវជាគឺសក្ការៈ611បាទសតវត្សទី7ដូច្នេះយើងឃើញថាកម្ចីភាសាសំស្ក្រឹតនេះគឺខ្ចីសម្រាប់ប្រើប្រាស់សរសេរកាលបរិច្ឆេទកម្ចីប្រើប្រាស់
ក្នុងនរៈនាមគឺថាទេវនាមនិងនាមមនុស្សស្ថាននាមក៏ដូចជាក្រុមងារបាទទេវនាមគឺប្រើប្រាស់ជាភាសាសំស្ក្រឹតនៅក្នុងពុទ្ធសាសនាដូចជាជីវៈទង្វើល្អបាទភវៈវឌ្ឍនភាពសម្បូររុងរឿងបាទអមុខៈដុកដាលផុត្រៈសោភ័ណ្ឌហរៈបំផ្លាញអ្វីដែលអាក្រក់បាទជាដើមបាទនាមព្រះមហាក្សត្រភវវរ្ម័នជនដែលព្រះឥសូរការពារឈ្មោះអ្នកចម្រៀងនិងឈ្មោះអ្នករបាំដូចជាវសន្តៈមាលិកាបាទផ្កាម្លិះនាវសន្តៈរដូវបាទគុណធិរិបាទមានគុណសម្បត្តិល្អស្ថាននាមវជ្ជបុរៈទីក្រុងដែលជាព្រានប្រមាញ់ដំរីអេសានបុរៈទីក្រុងព្រះឥសានបាទហរិហរាលយៈទីក្រុងព្រះវិស្ណុជាដើមបាទទី3យើងខ្ចីភាសាសំស្ក្រឹតដើម្បីសម្រាប់សម្គាល់មនុស្សទូនីតិវត្ថុឧទាហរណ៍ដូចទេវៈអធិទេពទេវល័យស្ថានអធិទេពទេវីស្ដេចស្រីអាចារ្យៈអ្នកបង្រៀនបាទបុត្រកូនប្រុសបាទបរិហិតព្រាហ្មណ៍ដឹកនាំសាសនាជាដើមបាទទី4គឺនាមអរូបិយដូចជាអញ្ញាការបង្គាប់បញ្ជាអគមៈទំនៀមអកចំណូលបាទស្វស្តិបាទកុំថ្កើងសួស្ដីហើយពាក្យទាំងនេះគឺយើងនៅបន្តប្រើប្រាស់រហូតមកដល់សប្តាហ៍ថ្ងៃបាទដូច្នេះយើងឃើញថាវប្បធម៌សំស្ក្រឹតហ្នឹងគឺជ្រាបចូលមិនត្រឹមតែនៅក្នុងភាសាទេប៉ុន្តែនៅក្នុងបេះដូងរបស់ខ្មែរបាទនៅក្នុងអរិយធម៌ខ្មែរទាំងមូលតែម្ដងពាក្យសំស្ក្រឹតបានคล้ายទៅជាពាក្យវប្បធម៌របស់ខ្មែរនៅពេលបច្ចុប្បន្នដូចជាឧត្តមខ្ពង់ខ្ពស់ឧត្តរទិសខាងជើងឧទយៈថ្ងៃរះឧឈានសួនច្បារបាទឧបភោគបាទមធ្យោបាយឧបាយវិមានបាទវាំងជាដើមបាទជនជាតិខ្មែរប្រើពាក្យសំស្ក្រឹតហ្នឹងរាល់ថ្ងៃបាទពេលខ្លះយើងអត់ដឹងថាពាក្យហ្នឹងជាពាក្យសំស្ក្រឹតទេបាទដោយសារតែឧទាហរណ៍អធិការបាទមានន័យថាបុព្វសិទ្ធអធិបតីចវាយបាទឧបករណ៍ប្រដាប់ប្រដាអីជាដើមបាទកម្ចីផ្សេងទៀតដូចជាកិរិយាសព្ទគុណនាមបាទសមន្តៈនៅចិត្តខាងភក្តិស្មោះត្រង់កលបនីការសម្រេចបាទតិវង្គតបាទទៅកាន់ឋានសួគ៌ហើយដែលយើងយកមកប្រើឧទាហរណ៍ថាជារាជសព្ទអីជាដើមប្រទានថ្វាយបាទប្រតិស្ថាសាងសង់បាទអញ្ចឹងយើងឃើញថាមានការបង្កើតរបៀបបង្កើតបាទមានន័យថារបៀបបង្កើតពាក្យថ្មីដោយខ្ចីពាក្យសំស្ក្រឹតដែលយើងហៅថានិន្នាការបង្កើតពីឯកព្យាង្គនៅក្នុងកម្ចីពាក្យសំស្ក្រឹតគឺពាក្យសំស្ក្រឹតដែលមាន2ឬ3ព្យាង្គត្រូវបានបំលែងជាពាក្យខ្មែរហើយដំណើរការបំលែងនេះវាទាមទារនៅរយៈពេលមួយយូរបាទឲ្យខ្លាចជាពាក្យខ្មែរអញ្ចឹងដូនតាខ្មែរនេះមិនមែនយកសំស្ក្រឹតហ្នឹងមកប្រើនេះតែម្ដងទេគឺមកបំលែងបាទមកតំពាបាទមកប្រែคลายបាទឲ្យคลายទៅជាពាក្យខ្មែរហើយអញ្ចឹងក៏យើងឃើញថាការរៀនភាសាខ្មែរនេះមានពាក្យផ្ញើជើងមានព្យាង្គតម្រួតដែលឆ្លុះបញ្ចាំងពីបាទពីភាសាសំស្ក្រឹតដែរដោយសារភាសាសំស្ក្រឹតគឺមានព្យាង្គតម្រួតមានអីហ្នឹងបាទអញ្ចឹងនៅភាសាខ្មែរចាស់ក៏មានការខ្ចីពាក្យបាលីផងដែរបាទហើយបើយើងសរុបមកវិញបាទភាសាសំស្ក្រឹតសម័យមុនអង្គរនិងសម័យអង្គរគឺជាភាសាពិសិដ្ឋប្រកបដោយកិត្យានុភាពប្រើប្រាស់នៅក្នុងរាជការជាភាសាយានសម្រាប់ការសិក្សាជាភាសាកម្រិតខ្ពស់ជាភាសាកាវយៈបាទដើម្បីប្រើប្រាស់សម្រាប់សរសើរដល់អធិទេពសរសើរដល់ព្រះរាជាជាដើមបាទអញ្ចឹងយើងឃើញថាភាសាយើងការប្រើប្រាស់ភាសាសំស្ក្រឹតនេះគឺមានច្រើន
ហើយដំណើរការបាទដំណើរការហៅថាបញ្ជ្រាបភាសាពាក្យវាក្យសព្ទសំស្ក្រឹតកម្ចីសំស្ក្រឹតនៅក្នុងភាសាខ្មែរហ្នឹងហើយនឹងការបញ្ជ្រាបហ្នឹងគឺមានរយៈពេលរាប់សតវត្សបាទយើងអាចលើកឧទាហរណ៍សាលាចារឹកបន្ទាយឆ្មាការ227ដែលចារនៅគោបុរៈទី2លើខ្លោងទ្វារចូលខាងកើតនៃប៉មកណ្ដាលនៃក្រមប្រាសាទខាងកើតដែលមានជីចាជាភាសាខ្មែរចារនៅចុងសតវត្សទី12ដល់សតវត្សទី13ដែលរៀបរាប់ពីព្រឹត្តិការណ៍ចម្បាំងបាទជាមួយនឹងភរតរាហូបាទដែលឆ្លាក់បាទលើជញ្ជាំងរបងខ្សែក្រវ៉ាត់ទី3នៃប្រាសាទបន្ទាយឆ្មាហ្នឹងយើងឃើញថាបាទបើសិនយើងមើលបាទយើងមើលសាលាចារឹកបន្ទាយឆ្មាការពី27ហ្នឹងគឺយើងអាចយល់បានបាទដោយសារតែភាសាខ្មែរចាស់សម័យចុងអង្គរហ្នឹងវាឈានដល់កម្រិតមួយដែលផាក់ផែលបាទផាក់ផែលមានប្រមាណជាពាក់កណ្ដាលគឺជាពាក្យដែលយើងនៅបន្តប្រើប្រាស់នៅពេលបច្ចុប្បន្ននេះបាទនេះក៏ឆ្លុះបញ្ចាំងអំពីការវិវត្តបាទពីភាសាខ្មែរចាស់មកភាសាខ្មែរកណ្ដាលផងដែរបាទអញ្ចឹងឥឡូវនេះយើងសិក្សាពីភាសាខ្មែរកណ្ដាលតើភាសាខ្មែរកណ្ដាលមានប្រភពមកពីណាតើយើងយកអ្វីមកសិក្សាបាទភាសាខ្មែរកណ្ដាលបាទគឺប្រភពដែលយើងយកមកសិក្សានៅក្នុងបទបង្ហាញនេះគឺយើងយកសាលាចារឹកអង្គរវត្តបាទដែលមានចារបាទពីសតវត្សទី16ដល់ទី8ហើយដែលមានទាំងអស់36បាទចារនៅលើបាកានដែលស្ថិតនៅកំពូលទី3នៃប្រាសាទអង្គរអញ្ចឹងនៅពេលដែលយើងទៅអង្គរហើយឡើងទៅលើខ្ពស់បំផុតហើយនៅលើសសរយើងឃើញមានសាលាចារឹកអង្គរវត្តបាទក៏ដូចជានៅព្រះពាន់នៅពេលដែលយើងឡើងជាន់ទី1ទៅគឺដែលមានព្រះច្រើនហ្នឹងបាទគឺកន្លែងនោះយើងអាចឃើញនៅលើសសរបាទឃើញពីសាលាចារឹកអង្គរវត្តហ្នឹងក៏ដូចជាសាលាចារឹកជ័យនុនដែលនៅខាងក្រោយអង្គរបាទផ្នែកខាងក្រោយអង្គរបាទដែលជាមានផ្ទាំងធំជាងគេបាទបាទដែលយើងហៅថានៅក្នុងថែវខាងកើតផ្នែកខាងកើតនៃប្រាសាទអង្គរហ្នឹងដែលយើងជាសាលាចារឹកអង្គរវត្តបាទអញ្ចឹងយើងមើលឃើញថាសាលាចារឹកអង្គរវត្តហ្នឹងគឺបាទចារនៅលើបាទនៅលើសសរបាទនៅលើសសរនៃប្រាសាទអង្គរបាទសាលាចារឹកជ័យនុនក៏ចារនៅលើថែវបាទក៏ដូចជាសាលាចារឹកអង្គរវត្តហ្នឹងគឺក្រៅពីសាលាចារឹកអង្គរវត្តគឺអត្ថបទច្បាប់បាទសម័យកណ្ដាលបាទអាចចែកចេញជា2ផ្នែកបាទខ្មែរកណ្ដាលសម័យមុនសតវត្សទី15ដល់17ដូចជាច្បាប់កេកាច្បាប់កូនចៅច្បាប់បរិសម្ភារច្បាប់ក្រមនិងខ្មែរកណ្ដាលសម័យក្រោយពីសតវត្សទី18មកដល់សតវត្សទី19ហ្នឹងគឺច្បាប់ត្រីនេតបាទច្បាប់លោកនាយនងច្បាប់ប្រុសច្បាប់ស្រីជាដើមបាទដែលជាតកតាងនៃភាសាខ្មែរកណ្ដាលបាទជារួមយើងឃើញមានការវិវត្តនៃអក្សរក្រមពីអក្សរជ្រុងមកអក្សរមូលបាទអញ្ចឹងយើងឃើញថាអក្សរមូលហ្នឹងគឺដូចជាអក្សរមូលដែលយើងកំពុងប្រើប្រាស់នៅពេលបច្ចុប្បន្នដែរបាទហើយក៏មានការបង្កើតជាសនិស័យផងដែរបាទការវិវត្តពីទាំងអក្សរក្រមខ្មែរចាស់មកដល់អក្សរក្រមខ្មែរកណ្ដាលបាទក៏ដូចជាការប្រើប្រាស់នៅស្រៈពេញតួបាទអញ្ចឹងឧទាហរណ៍ពីវាក្យសព្ទខ្មែរចាស់ឧទាហរណ៍
ខ្មែរទំនើប idol តាក់បាទចំពោះកំបីនីនុឲ្យបាទពាក្យទាំងអស់នោះខ្នើតរោចបាទគឺជាពាក្យដែលជាពាក្យខ្មែរចាស់នៅបន្តប្រើប្រាស់នៅពេលខ្មែរកណ្ដាលហើយនៅបន្តរហូតមកដល់សពថ្ងៃបាទអញ្ចឹងយើងឃើញថាវាក្យសព្ទមួយចំនួនហ្នឹងដែលយើងនៅបន្តប្រើសពថ្ងៃនេះគឺមានតាំងតែពីវាក្យសព្ទខ្មែរចាស់មកម្លេះបាទដែលបង្ហាញឲ្យឃើញពីប្រវត្តិនៃភាសាខ្មែរការវិវត្តនៃភាសាខ្មែរម្យ៉ាងវិញទៀតនៅសម័យខ្មែរកណ្ដាលនឹងគឺការប្រើប្រាស់វាក្យសព្ទបាលីនិងសំស្ក្រឹតជាមួយគ្នាខ្ញុំឧទាហរណ៍បាទនៅលើនៅគេថាសាលាចង្គរវត្តហ្នឹងគឺមានដូចតទៅដោយនេះគិរៈត្រេពិតសុចរិតសទ្ធាមហាវិបុលអតុលយៈអតរេកឯកតិកាប្រមោទយៈជុតិបាទគឺនេះជាលក្ខណៈពិសេសនៃភាសាខ្មែរកណ្ដាលបាទគឺការប្រើប្រាស់ភាសាបាលីនិងភាសាសំស្ក្រឹតជាមួយគ្នាទោះបីជាន័យបាទដូចគ្នាក៏ដោយបាទនេះជាលក្ខណៈពិសេសមួយនៃភាសាខ្មែរកណ្ដាលបាទដូច្នេះភាសាបាលីនិងសំស្ក្រឹតហ្នឹងបើយើងមើលថាតើភាសាបាលីនិងភាសាសំស្ក្រឹតហ្នឹងបាទមានប្រភពមកពីណាបាទគឺមកពីប្រទេសឥណ្ឌាដូចគ្នាប៉ុន្តែភាសាសំស្ក្រឹតគឺជាភាសាព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាមហាយានដែលឡែកភាសាបាលីគឺជាភាសាព្រះពុទ្ធសាសនាបាទថេរវាទបាទគឺជាភាសាដែលស្ថិតនៅក្នុងអម្បូរតែមួយបាទហើយជាភាសាដែលប្រើប្រាស់នៅទីកន្លែងជាមួយគ្នាបាទនៅប្រទេសឥណ្ឌាបាទក្នុងរយៈពេលបាទផាកផែលគ្នាមិនឃ្លាតឆ្ងាយពីគ្នាប្រហែលទេបាទប៉ុន្តែភាសាសំស្ក្រឹតជាភាសាមួយដែលមានបែបផែនច្បាស់លាស់បាទនិងការប្រើប្រាស់ក្នុងកម្រិតមនុស្សដែលមានការសិក្សាដូចជាពួកព្រាហ្មណ៍បព្វជិតបាទជាដើមដែលឡែកភាសាបាលីគឺជាភាសាប្រាក្រឹតប្រភេទទី1ដែលប្រើប្រាស់ទំនាក់ទំនងទូទៅក្នុងចំណោមមនុស្សធម្មតាបាទភាសាទាំងពីរមានភាពខុសគ្នាមួយចំនួនក៏មានវាក្យសព្ទជាច្រើនដែលប្រើប្រាស់រួមគ្នាបាទអញ្ចឹងយើងឃើញថាបាទភាសាសំស្ក្រឹតទី1មានចំនួនស្រៈនិងព្យញ្ជនៈច្រើនជាភាសាបាលីបាទគេអាចញែកភាសាសំស្ក្រឹតពីភាសាបាលីតាមលក្ខណៈផ្សេងៗជាច្រើនភាសាសំស្ក្រឹតគឺជាភាសាកម្រិតខ្ពស់ភាសាសាសនាភាសាសិក្សាបាទហើយការអភិរក្សបានល្អដោយសារភាសានេះគឺជាភាសាមួយដែលគេហៅថាអ្នកដែលរៀនសូត្របាទដោយឡែកភាសាបាលីជាភាសាដែលប្រើប្រាស់ទូទៅដូច្នេះភាសាដែលប្រើប្រាស់នៅប្រទេសជាច្រើនអញ្ចឹងទៅធ្វើឲ្យមានការប្រែប្រួលផ្លាស់ប្ដូរលឿនបាទអញ្ចឹងទោះបីជាភាសាពីរនេះបាទវាដូចគ្នាក៏ដោយក៏ប៉ុន្តែក៏មានលក្ខណៈខុសគ្នាក៏ដោយក៏អ្នកស្រាវជ្រាវមិនបានសន្និដ្ឋានថាភាសាបាលីជាភាសាមួយវិវត្តចេញពីភាសាសំស្ក្រឹតឡើយបាទទី1គឺលក្ខណៈដូចគ្នានឹងគឺអក្សរក្រមបាទគឺអក្សរក្រមដូចគ្នាបាទប៉ុន្តែលក្ខណៈមួយទៀតបាទគឺភាសាបាលីនិងភាសាសំស្ក្រឹតនឹងគឺសូរស័ព្ទនៃព្យញ្ជនៈដើមនៃភាសាទាំងពីរគឺដូចគ្នាបាទសូរស័ព្ទស្រៀងសូរសៀងស្រៈនៃភាសាទាំងពីរហ្នឹងក៏ដូចគ្នាដែរបាទស្រៈហ្នឹងដូចអអាអេអូអូអែអាយបាទអែអូហ្នឹងបាទដូចគ្នាបាទទន្ទឹមនឹងដូចគ្នាបាទយើងឃើញថាភាសាទាំងពីរក៏មានលក្ខណៈខុសគ្នាបាទខុសគ្នាហ្នឹងគឺខុសគ្នាព្យញ្ជនៈនិងស្រៈសំស្ក្រឹតមានព្យញ្ជនៈលើសបាលីចំនួន2បាទអញ្ចឹងបាលីសំស្ក្រឹតគឺពាក្យព្យញ្ជនៈសនឹងមាន3បាទស្រៈក៏សំស្ក្រឹតលើស្រៈបាលីចំនួន5ដែរបាទ5ដែរគឺបាទអៃអៅ
រឹកឬលឹកបាទដោយសារតែភាពខុសគ្នាខាងផ្នែកសូរស័ព្ទនេះឯងបាទក៏ដោយសារខាងផ្នែកព្យញ្ជនៈនិងស្រៈហ្នឹងបាទបានធ្វើឲ្យពាក្យបាលីនិងសំស្ក្រឹតហ្នឹងបាទខុសគ្នាបាទទី1ភាសាសំស្ក្រឹតមានស្រៈលើសបាលី5តែធ្វើឲ្យខុសគ្នាខាងផ្នែកសូរស័ព្ទបាទវាក្យស័ព្ទសំស្ក្រឹតមានស្រៈនិងមានសូរសៀងអៃបាទនៅពេលដែលសំស្ក្រឹតអៃបាទដូចជាកៃឡាស់វៃជ្ជៈម៉ៃត្រេបាទភាសាបាលីគឺអេកេឡាស់វិជ្ជៈមេតិបាទអញ្ចឹងថាខ្មែរបាទខ្មែរខ្ចីពេលខ្លះយើងខ្ចីពាក្យពីភាសាសំស្ក្រឹតប៉ុន្តែពេលខ្លះយើងខ្ចីពាក្យពីភាសាបាលីឧទាហរណ៍បាទភ្នំកៃឡាស់បាទអញ្ចឹងយើងខ្ចីពាក្យពីភាសាសំស្ក្រឹតក៏ប៉ុន្តែវិជ្ជៈបាទពេទ្យគឺយើងខ្ចីពីពាក្យបាលីដល់មេត្រីបាទវាមានសំស្ក្រឹតខ្លះក៏ដូចជាបាលីខ្លះមានន័យថាកម្ចីពីភាសាកម្ចីពាក្យដែលយើងប្រើប្រាស់នៅក្នុងភាសាខ្មែរហ្នឹងពេលពាក្យខ្លះយើងខ្ចីពីសំស្ក្រឹតប៉ុន្តែពេលខ្លះយើងខ្ចីពីបាលីទៅតាមពាក្យណាដែលងាយស្រួលនៅក្នុងការបញ្ចេញសំឡេងហើយងាយស្រួលនៅក្នុងការបញ្ជ្រាបចូលភាសាខ្មែរអញ្ចឹងមានន័យថាយើងដូនតាខ្មែរយើងមិនមែនចេះតែខ្ចីទេតើពាក្យណាដែលងាយស្រួលនៅក្នុងការបញ្ចេញសំឡេងដែលអាចបញ្ជ្រាបចូលក្នុងភាសាខ្មែរបានរលូនបានងាយស្រួលគឺយើងខ្ចីពាក្យនោះបាទអញ្ចឹងវាមាននេះដែរបាទហើយភាពខុសគ្នាមួយទៀតបើសិនជាភាសាសំស្ក្រឹតសរសេរជាអៃដូចជាសៃនេតវៈបាទពាក្យបាលីគឺអ៊ីសិនធវៈជាសេះសិនធវៈឧទាហរណ៍ថាពាក្យបុរាណនិងបុរាណបាទភាសាសំស្ក្រឹតគឺបុរាណបាទដែលឡែកបាលីគឺបុរាណប៉ុន្តែនៅក្នុងភាសាខ្មែរយើងអាចប្រើបានទាំងពីរបាទនេះគឺជាលក្ខណៈមួយពិសេសមួយដែលយើងខ្ចីបាទសំស្ក្រឹតដែលមានសូរសៀងរឹភាសាបាលីមានសូរសៀងអដូចជាមૃតៈបាលីមតៈបាទគ្រឹហៈកហៈគេហដ្ឋានបាទក្នុងករណីគេហដ្ឋានយើងខ្ចីពីបាលីសំស្ក្រឹតឫស្សីបាលីឥសីបាទអញ្ចឹងយើងខ្ចីពីបាលីឥសីបាទសំស្ក្រឹតឫទ្ធិបាលីអដ្ឋិបាទអធិពលបាទពាក្យខ្មែរអធិពលនឹងខ្ចីពីពាក្យបាលីប៉ុន្តែឫទ្ធិមានឫទ្ធិបាទក៏យើងប្រើប្រាស់ដែរប៉ុន្តែក្នុងន័យផ្សេងពីអធិពលបាទឫទ្ធិមានឫទ្ធិនឹងមានអំណាចឲ្យខ្លាំងក្លាអធិពលមិនមានន័យផ្សេងបាទរដូវฤดูបាទមានន័យថារដូវប៉ុន្តែឧតុក៏យើងខ្ចីដែរឧតុនិយមបាទដូច្នេះកម្ចីគឺទាំងពាក្យតែមួយមានន័យតែមួយប៉ុន្តែប្រើប្រាស់ខុសគ្នារដូវនិងឧតុនិយមបាទនេះគឺជាលក្ខណៈដែលកម្ចីពីបាលីសំស្ក្រឹតនិងឥទ្ធិពលភាសាទាំងពីរនេះមកលើភាសាខ្មែរដូច្នេះបើយើងមើលកម្ចីក៏ដូចជាភាពខុសគ្នាទាំងសូរស័ព្ទបាទរវាងភាសាទាំងពីរយើងឃើញថាការខ្ចីនេះគឺមិនមែនខ្ចីតែបាលីឬក៏ខ្ចីតែសំស្ក្រឹតទេដោយសារតែវប្បធម៌សំស្ក្រឹតនេះវាមានកប់ស៊ីជម្រៅនៅក្នុងភាសាខ្មែរហើយបាទហើយក៏ប៉ុន្តែខ្មែរក៏នៅបន្តបាទខ្ចីភាសាសំស្ក្រឹតបន្តទៀតជាច្រើនដំណាក់កាល
ទន្ទឹមនឹងការខ្ចីវាក្យសព្ទពីភាសាបាលីក្រោមឥទ្ធិពលនៃសាសនានៃព្រះពុទ្ធសាសនាបាទថេរវាទនេះឯងបាទអញ្ចឹងយើងឃើញគេហៅថាដំណើរការឧទាហរណ៍ថាពាក្យខ្លះមិត្តៈនិងមិត្តៈយើងអាចសរសេរបានទាំងពីរបាទនៅក្នុងភាសាខ្មែរដូច្នេះវប្បធម៌បាលីនិងវប្បធម៌សំស្ក្រឹតជាពិសេសវប្បធម៌បាលីនឹងបានចាប់ផ្ដើមចូលជ្រៅនៅក្នុងភាសាខ្មែរអញ្ចឹងបើយើងមើលសាលាចរិតនគរវត្តហើយយើងវិភាគវិញតើមានអត្ថន័យយ៉ាងម៉េចបាទហើយដែលវាយើងឆ្លោះបញ្ចាំងរបៀបម៉េចបាទនៅក្នុងសាលាចរិតនគរវត្តនេះបាទទី1ប្រធានបទនៃសាលាចរិតនគរវត្តនឹងគឺមានសច្ចាប្រណិធាននៃអោកលួងអភ័យរាជបាទដែលយើងឃើញពីទស្សនៈព្រះពុទ្ធសាសនានៅឆ្នាំគឺថាសាលាចរិតទី6នៅឆ្នាំ1599មានន័យថាក្រោយបាយរង្វែកហើយអោកលួងអភ័យរាជនឹងក៏បានទៅប្រាសាទអង្គរដែលពេលនោះហៅថាព្រះពិស្ណុលោកហើយមានចិត្តសទ្ធាសាងប្រាសាទឬក៏ជួសជុលប្រាសាទបាទថ្វាយព្រះថ្មព្រះសំណរៀបចំកាយាបូជានិមន្តព្រះសង្ឃបាទដើម្បីឧទ្ទិសកុសលជូនដល់មេដាបិតារបស់លោកបាទហើយបានឧទ្ទិសផលអានិសង្ឃនេះបាទដល់ព្រះសិអាមេត្រីបាទអញ្ចឹងនៅក្នុងរាជព្រះបាទអង្គច័ន្ទបាទនៅក្នុងរាជព្រះបាទអង្គច័ន្ទហ្នឹងគឺក្រោយបែកលង្វែកហ្នឹងយើងឃើញថាអោកលួងអភ័យរាជហ្នឹងបានទៅធ្វើបុណ្យនៅអង្គរអញ្ចឹងថៃបិទតែអង្គរយើងចាក់ចេញពីអង្គរបាទមកលង្វែកហើយបន្ទាប់មកបែកក្រោយបែកលង្វែកមកចូលទៅដល់ចតុមុខហើយមកដងបាទក៏ប៉ុន្តែអង្គរគឺជាកន្លែងដែលប្រជាជនខ្មែរនៅទៅជាកន្លែងសក្ការៈបូជានៃព្រះពុទ្ធសាសនានៅឡើយបាទប្រធានបទទី2គឺសច្ចាប្រណិធាននៃសម្ដេចព្រះជ័យជេដ្ឋាធិរាជបាទសាលាចរិតទី2ក្នុងឆ្នាំ1577ចំនួនលង្វែកបាទគឺជាបង្ហាញពីសទ្ធារបស់សម្ដេចព្រះរាជមេដាស្រីសុជាតាដែលយល់ដល់ស្ដេចព្រះបុត្រព្រះបាទជ័យជេដ្ឋាធិរាជក្នុងសាលាចរិតទី3បាទទ្រង់មានសទ្ធាជួសជុលប្រាសាទអង្គរវត្តឲ្យបូរដូចបុរាណបាទអញ្ចឹងគឺចំនួនព្រះបាទសត្ថាហ្នឹងបាទហើយព្រះអង្គក៏បានកោប្រកេះសាងព្រះពុទ្ធរូបនៅបាកានហើយក៏សច្ចាទិដ្ឋានសូមឲ្យคล้ายទៅជាអបាសករតនៈសុំសិល5ហើយដល់អស់អាយុទៅព្រះអង្គសូមឲ្យផល្លានិសង្ឃនេះជួយទ្រទ្រង់ឲ្យទ្រង់មានកំណើតជាមហាបុរសប្រកបដោយសម្បត្តិបុណ្យស្មោះស្ម័គ្រនឹងព្រះពុទ្ធសាសនាសូមបម្រើដល់សម្ដេចព្រះសិអាមេត្រីជាឧបាសកនិងបានស្ដាប់ធម៌ត្រាស់ដឹងទាំង37ប្រការបាទបង្ហាញពីជំនឿព្រះពុទ្ធសាសនាប្រធានបទទី3គឺពិធីដោះលែងបាទដែលយើងហៅថាបំរើខ្ញុំបំរើឲ្យខ្លាយជាអ្នកជាក្នុងឆ្នាំ1625សតវត្សទី17ដល់សតវត្សទី17ក្រោយការបាយមានចំនួនលង្វែកចំនួនឧដុង្គហើយបាទអុកលួងចក្រីកន្សែងនិមន្តព្រះអរិយសង្ឃដើម្បីជំនុំពិភាក្សាលើរឿងដែលអុកលួងរាជាតេជះដែលត្រូវជាបងបានដោះលែងខ្ញុំបម្រើតាំងតែពី24ឆ្នាំមុនម្លេះហើយដល់ឆ្នាំ1625អ្នកស្ដេចយសបានបំពេញទៅលើបម្រើនោះហើយក៏បាននាំមានន័យថាបានប្តឹងផ្ដាល់បាទទៅដល់ចៅក្រមហើយដើម្បីពិគ្រោះក្តីនេះហើយនៅពេលនោះគឺចៅក្រមហ្នឹងក៏បានកាត់ក្តីឲ្យអោកលួងចក្រីហ្នឹងគឺឈ្នះក្តីនេះហើយចៅពញាក៏បានបញ្ជាចៅពញាសូរិន
ឥន្ទ្រាធិបត្តិស្រីអង្គបានបញ្ជាឲ្យអោកលួងចក្រីកំសែងនឹងនិមន្តព្រះអរិយសង្ឃដែលមានអ្នកគេថាអរិយសង្ឃហើយសរសេរជាចាជាសិលាចារឹកបញ្ចុះនៅនគរវត្តហ្នឹងជាស័ក្តិសិទ្ធិហើយនឹងមានស័ក្តិសិទ្ធិបច្ចញាណបាទនឹងមានស័ក្តិសិទ្ធិពីរឿងនេះផងដែរប្រធានបទទី4គឺការកសាងកុសលផលបុណ្យបាទអញ្ចឹងគឺសាលាចិត្តអង្គរវត្តគឺបង្ហាញអំពីការសាងសិលទានបាទគឺការសាងសិលទានការបង្កើតឲ្យមានផលានុសង្ឃហើយគឺការមានបង្ហាញពីជំនឿទៅលើព្រះពុទ្ធសាសនានៅចំនួនក្រោយអង្គរបាទជារួមបាទនេះគឺបង្ហាញពីការវិវត្តមិនត្រឹមតែភាសាខ្មែរទេប៉ុន្តែវិវត្តភាសាខ្មែរកណ្ដាលក្រោមឥទ្ធិពលនៃភាសាបាលីហើយក្រោមឥទ្ធិពលនៃព្រះពុទ្ធសាសនាគឺឆ្លុះបញ្ចាំងពីការបញ្ជ្រាបទស្សនវិជ្ជាព្រះពុទ្ធសាសនាចូលទៅក្នុងវប្បធម៌ខ្មែរនិងចូលទៅក្នុងភាសាខ្មែរសម័យកណ្ដាលដូច្នេះខ្ញុំសូមអនុញ្ញាតចូលទៅមើលវេយ្យាករណ៍ភាសាខ្មែរកណ្ដាលវិញម្ដងបាទទី1យើងឃើញថាការសរសេរកាលបរិច្ឆេទនៅសម័យខ្មែរកណ្ដាលហ្នឹងគឺស្រដៀងសម័យខ្មែរបុរាណបាទដូចជាសម្ភមស្ដុ1521សុកៈកុលអ្នកក្សត្រៈបរមិកើតខែនិកសិប្រហោះពៀបាទអញ្ចឹងក្នុងការសរសេរកាលបរិច្ឆេទគឺមានការប្រែប្រួលខ្លះក៏មានគេថាលក្ខណៈស្តៀងនឹងខ្មែរបច្ចុប្បន្នខ្លះក៏ប៉ុន្តែក៏នៅរក្សានៅឫសគល់នៃភាសាខ្មែរបុរាណផងដែរបាទនេះគឺជាលក្ខណៈពិសេសនៃភាសាខ្មែរសម័យកណ្ដាលហ្នឹងគឺជាដំណាក់កាលអន្តរកាលពីភាសាខ្មែរចាស់មកភាសាខ្មែរបច្ចុប្បន្នបាទនៅក្នុងបរិបទនៃឥទ្ធិពលនៃភាសាបាលីនិងភាសាសំស្ក្រឹតនិងឥទ្ធិពលនៃព្រះពុទ្ធសាសនាថេរវាទបាទវាសម្ព័ន្ធឃ្លាគឺមានប្រធានខ្ញុំអម្ចាស់មានកិរិយាសព្ទមាននិងមានកម្មវត្ថុបាទខ្ញុំអម្ចាស់មានសុចរិតសទ្ធាឯតៈព្រះសាសនាព្រះតថាគតបាទអញ្ចឹងមានន័យថាជាវាសម្ព័ន្ធឃ្លាជាវេយ្យាករណ៍គឺភាសាខ្មែរកណ្ដាលគឺមានលក្ខណៈគេថាពេញលេញបាទជាភាសាមួយហើយបាទការប្រើប្រាស់នាមបាទនាមចែកចេញជាសាធារណនាមបាទគឺមានន័យថាដើម្បីសម្គាល់មនុស្សវត្ថុសត្វនិងអសាធារណនាមជាឈ្មោះមនុស្សឈ្មោះស្ថាននាមជាដើមបាទអញ្ចឹងយើងឃើញថាទី1ក្រុមងារប្រពុតបាទគឺមានការឧទាហរណ៍ថាក្រុមងារនៅពេលនោះគឺកម្រងតែងអញ្ចឹងកម្រងតែងនឹងគឺឥទ្ធិពលនៃភាសាខ្មែរចាស់បាទនៅពេលដែលប្រើក្រុមងារកម្រងតែងគឺជាក្រុមងារសម្រាប់ប្រពុតនៅចុងសតវត្សទី16បាទសម្ដេចបាទក៏មានប្រើប្រាស់នៅគឺសម្ដេចព្រះશ્រីអាមៃត្រីបាទប្រើប្រាស់ក្រុមងារនាមនិងក្រុមងារព្រះមហាក្សត្រក៏មានពាក្យសម្ដេចដែរគឺដែលជាក្រុមងារសម្រាប់ព្រះមហាក្សត្រនិងក្រុមរាជវង្សានុវង្សក្រុមងារព្រះសង្ឃបាទអញ្ចឹងយើងឃើញព្រះសង្ឃរាជក៏ដូចអរិយសង្ឃដែលជាបព្វជិតជាន់ខ្ពស់បាទប្រើប្រាស់នាមជាភាសាបាលីនិងភាសាសំស្ក្រឹតបាទដូចជាអ្នកស្ដេចព្រះយសធរដែលអ្នកមានយសអ្នកព្រះធម្មខិត្តខេត្តនៃព្រះធរបាទអ្នកស្ដេចព្រះមហាមង្គលសេចក្តីចម្រើននៅខ្លាំងក្លាជាដើមបាទអ
យើងឃើញថាក្រុមងារព្រះសង្ឃបាទគឺប្រើប្រាស់នាមជាភាសាបាលីនិងសំស្ក្រឹតគឺកម្ចីបាលីនិងសំស្ក្រឹតដើម្បីប្រើប្រាស់ជាក្រុមងាររបស់ព្រះពុទ្ធរបស់ព្រះមហាក្សត្រក៏ដូចជាក្រុមងារព្រះសង្ឃជាដើមហើយក្រុមងារទាំងអស់នេះនៅបន្តប្រើប្រាស់រហូតមកដល់សប្តាហ៍ថ្ងៃនៅសម័យលង្វែកក្រុមងារព្រះសង្ឃមានអ្នកមហាមានចៅបាទស្រឡចរិកទី4សម្ដេចព្រះនិងអ្នកបាទអ្នកបវរពុទ្ធិឧទាហរណ៍ព្រះបញ្ញាពិទូបាទហើយក្រុមងារសម្ដេចព្រះនេះគឺនៅបន្តរហូតមកដល់សប្តាហ៍ថ្ងៃបាទនាមរដ្ឋមន្ត្រីបាទក៏ប្រើប្រាស់នៅកម្ចីភាសាបាលីនិងសំស្ក្រឹតដែរដូចជាអកលួងបាទអុកញ៉ាអកលួងអភ័យរាជបាទអកលួងពងសាអ្នកកុលបាទអកលួងពងសាបរទេសអីជាដើមបាទគឺមានអកលួងអកលួងអ្នកអកធរដែលជាក្រុមងាររបស់មន្ត្រីអ្នកនិងអុកញ៉ាអញ្ចឹងក្រុមងារអុកញ៉ាគឺកើតនៅឆ្នាំនៅសតវត្សទី16មកម្លេះបាទសម្រាប់ក្រុមងារមានអកលួងផងអ្នកនិងអុកញ៉ានាមរបស់មន្ត្រីនៅក្រោយពីបាយលង្វែកមានអ្នកចៅហើយសម័យឧត្តមគឺមានចៅពញានិងព្រះគឺក្រុមងាររបស់មន្ត្រីគឺមានចៅពញាសម្រាប់មន្ត្រីជាន់ខ្ពស់ជាងគេបាទដូចជាចៅពញារៀមតេជោបាទដែលមានឋានៈជានាយករដ្ឋមន្ត្រីបាទព្រះគឺព្រះមន្ត្រីបែសបាទហើយដែលមានឋានៈស្មើនឹងរដ្ឋមន្ត្រីជាដើមបាទនាមបរិយាសាមញ្ញយើងឃើញថាមនុស្សប្រុសសម័យអង្គរពាក្យសម្គាល់មនុស្សប្រុសគឺស៊ីនិងស៊ីសម័យខ្មែរកណ្ដាលគឺចៅអ្នកហើយឬមួយក៏អាបាទមនុស្សស្រីគឺតៃហើយសម័យខ្មែរកណ្ដាលគឺនាងនិងមេដែលជាខ្ញុំស្រីបាទងាររបស់ខ្ញុំមានអាមេបាទសតវត្ស16សតវត្ស17អ្នកនិងមេអ្នកសម្រាប់សម្គាល់មនុស្សប្រុសហើយមេសម្គាល់មនុស្សស្រីដូច្នេះយើងឃើញថាពាក្យទាំងអស់នោះដែលប្រើនៅបាទចាប់ផ្ដើមពាក្យខ្លះគឺតាំងតែពីវិវត្តពីខ្មែរចាស់មកដល់ខ្មែរកណ្ដាលហើយពាក្យអានិងពាក្យមេនេះនឹងអ្នកនៅបន្តប្រើប្រាស់នៅពេលបច្ចុប្បន្នទៀតបាទស្ថាននាមក៏មានកម្ចីពាក្យបាលីនិងសំស្ក្រឹតដែរប៉ុន្តែក៏មានអ្វីដែលខុសពីខ្មែរចាស់ហ្នឹងគឺចាប់ផ្ដើមប្រើពាក្យខ្មែរបាទសម្រាប់សម្គាល់ចំណុចភូមិសាស្ត្របាទដូចជាបន្ទាយព្រិចបាទស្រុកក្អែកទុំលង្វែកអីជាដើមបាទដែលឆ្លុះបញ្ចាំងពីបាទការវិវត្តស្ថាននាមហ្នឹងគឺខុសពីសម័យអង្គរដែលស្ថាននាមគឺប្រើប្រាស់ពាក្យភាគច្រើនជាភាសាសំស្ក្រឹតបាទគុណនាមបាទអញ្ចឹងនៅពេលដែលយើងឃើញថាការគុណនាមក្នុងភាសាខ្មែរឧទាហរណ៍ដូចជាត្រេពិតត្រៃយៈសារតៈវន្តនាបាទអញ្ចឹងយើងឃើញពីកម្ចីពីភាសាសំស្ក្រឹតនិងបាលីហើយប្រើប្រាស់កម្ចីនេះនៅក្នុងភាសាខ្មែរដោយរក្សានៅលំដាប់នៃពាក្យហ្នឹងដដែលដូចភាសាសំស្ក្រឹតដូចនេះដែរបាទ
បើយើងមើលគុណនាមវិញគឺដូចជាលេខបាទគុណនាមចំនួនលេខគឺមានដើរ1 2 3 4 7 8បាទដែលស្តៀងជាមួយនឹងខ្មែរបច្ចុប្បន្នទៅហើយក៏ប៉ុន្តែទន្ទឹមនោះក៏នៅប្រើបាទហៅថាប្រើវាក្យសព្ទបាលីសំស្ក្រឹតផងដែរនៅក្នុងសាលាចរិតនគរវត្តនេះបាទគុណនាមចង្អុលនេះនោះបាទដែលយើងបន្តមកដល់សប្តាហ៍ថ្ងៃសពនាមបាទសពនាមបរិសគេដែលប្រើនៅសម័យអង្គរនៅបន្តសម័យចាស់ក្នុងប្រើប្រាស់នៅខ្មែរកណ្ដាលហើយរក្សាទុករហូតពេលបច្ចុប្បន្នអញបាទក៏មានការវិវត្តដែរបាទពាក្យអញក៏នៅបន្តប្រើឆ្នប់មុនបាទដែលប្រើនៅពាក្យនៅក្នុងខ្មែរចាស់ក៏បន្តប្រើប្រាស់នៅក្នុងភាសាខ្មែរកណ្ដាលដូចជាមុនមានន័យថានេះបាទនេះគឺជាភពជាតិបាទជាផ្លូវដ៏លំបាកបាទមុនគិភពជាតិកន្តាបាទអញ្ចឹងយើងឃើញថានៅពេលនៅក្នុងភាសាខ្មែរចាស់នេះគឺមានប្រើប្រាស់នៅកម្ចីបាលីសំស្ក្រឹតច្រើនក៏ប៉ុន្តែឆ្នោតមុននេះគឺនៅបន្តប្រើប្រាស់ដែលជាវាក្យសព្ទដែលមាននៅក្នុងភាសាខ្មែរចាស់ហើយមានន័យពីរមានន័យថានេះផងនិងពាក្យខ្លះប្រើមុននឹងគឺមានន័យថាដែលផងបាទឆ្នោតនោះដែលវិវត្តរហូតដល់សប្តាហ៍ថ្ងៃគឺនៅបាទហើយនៅនេះគឺជាកម្ចីមួយពីវាក្យសព្ទបាលីហើយនៅក្នុងភាសាខ្មែរបច្ចុប្បន្ននេះគឺនៅក្នុងពេលបច្ចុប្បន្ននេះយើងឃើញថាពាក្យនៅនេះចំនួនទសវត្សរ៍ទី60ទី70នៅប្រើប្រាស់ច្រើនប៉ុន្តែនៅពេលបច្ចុប្បន្នគឺសឹងតែលុបលែងប្រើហើយបាទប៉ុន្តែពេលខ្លះក៏នៅប្រើខ្លះដែរដូចជាបរិជ្ជបុត្រកោប្រនុលក្ខមានន័យថាបរិជ្ជបុត្រប្រកបនៅលក្ខណៈប៉ុន្តែឥឡូវនេះយើងអាចសរសេរបានថាបរិជ្ជបុត្រប្រកបដោយលក្ខណៈបាទដូច្នេះនៅពេលភាសាខ្មែរបច្ចុប្បន្ននេះគឺសឹងតែលែងប្រើហើយបាទហើយឆ្នប់នុក៏មានន័យថានឹងដែរបាទអញ្ចឹងពាក្យនុនឹងមានន័យពីរនៅផងនិងនឹងផងបាទសព្វនាមអយតៈបាទដែលយើងនៅបន្តនៅប្រើប្រាស់សប្តាហ៍ថ្ងៃនេះគឺidol បាទ idol បាទប៉ុន្តែពាក្យតៈនេះបាទមានគឺថាពាក្យតៈនេះគឺនៅក្នុងភាសាសៀមនៅមានបន្តរហូតដល់សប្តាហ៍ថ្ងៃដែលឡែកនៅក្នុងភាសាខ្មែរយើងបច្ចុប្បន្ននេះមិនសូវប្រើទេ idol ឱកាសបាទនៅក្នុងបរិបទចាស់គឺយើងនៅប្រើប៉ុន្តែភាសាខ្មែរបច្ចុប្បន្នមិនសូវប្រើទេបាទសព្វនាមពេលនោះលាបាទក៏នៅបើសព្វនាមនៅលើបាទក៏នៅប្រើស្នៀតដើម្បីកំបីបាទការនិបាតស័ព្ទឡើយបាទលើយដែលយើងនេះបាទបានប្រែទៅជាពាក្យឡើយប៉ុន្តែលើយនេះគឺជាពាក្យខ្មែរចាស់ហើយបើចឹងយើងមើលភាសាសៀមគឺនៅបន្តប្រើប្រាស់ដោយឡែកភាសាខ្មែរយើងបច្ចុប្បន្នគឺបានคล้ายជាពាក្យឡើយទៅហើយបាទចឹងសញ្ញានៅបញ្ចប់ឃ្លាគឺដែលពេលបច្ចុប្បន្នយើងប្រើជាខណ្ឌនៅក្នុងសម័យខ្មែរបុរាណគឺយើងប្រើជាសញ្ញាដូចខ្មែរចាស់នៅឡើយបាទបើយើងមើលទៅការវិវត្តសូរស័ព្ទវិញម្ដងបាទយើងឃើញថាភាសាខ្មែរកណ្ដាលហ្នឹងគឺសូរស័ព្ទនៃភាសាខ្មែរបានផ្លាស់ប្ដូរនៅក្នុងដំណាក់កាលខ្មែរកណ្ដាលនេះតែម្ដងគឺចន្លោះសតវត្សទី16និង18
គឺគេលែងអានព្យញ្ជនៈនៅខាងចុងពាក្យនីមួយៗដូចសម័យបុរាណហើយបាទដែលសម័យខ្មែរបុរាណហ្នឹងគឺយើងអានតាមលំនាំភាសាសំស្ក្រឹតបាទខាងផ្នែកសូរស័ព្ទនេះគឺនៅភាសាការអានពាក្យในភាសាខ្មែរកណ្ដាលនេះមិនមានការបន្លឺសំឡេងនៃព្យាង្គចុងក្រោយទេដោយភាសាខ្មែរចាស់ទេបាទគឺយើងចាប់ដើមលេបពាក្យបាទចាប់ដើមលេបពាក្យហើយការបាត់បង់សំឡេងព្យាង្គខាងក្រោយនេះនាំឲ្យមានការផ្លាស់ប្ដូរប្រព័ន្ធស្រៈនិងការបង្កើតជាស្រៈថ្មីផងដែរបាទអញ្ចឹងបើយើងមើលពាក្យខ្មែរចាស់ខេខ្មែរកណ្ដាលខែខ្មែរទំនើបខែបាទអញ្ចឹងដូចជាពាក្យហៅថាឆេឈេឈើអីជាដើមបាទដែលជាភាសាកវិវត្តពីភាសាខ្មែរកណ្ដាលមកភាសាខ្មែរទំនើបនៅសតវត្សទី16ពាក្យខ្មែរបុរាណគិហើយខ្មែរទំនើបបានខ្លាចជាពាក្យគឺបាទហើយពាក្យគុបានខ្លាចជាពាក្យគូស្រៈនៃភាសាខ្មែរបុរាណបាទនៅបន្តប្រើប្រាស់នៅក្នុងភាសាខ្មែរកណ្ដាលក៏ប៉ុន្តែគឺឃើញមានការប្រើប្រាស់ស្រៈថ្មីបន្ថែមទៀតដោយសារតែការផ្លាស់ប្ដូរសំឡេងនេះដូចជាកេតទៅជាកើតបាទហើយការគួបផ្សំរវាងស្រៈពីរបាទបង្កើតជាស្រៈថ្មីនឹងការកាត់បន្ថយការបញ្ចេញសំឡេងនៅចុងពាក្យបាទនៅក្នុងភាសាខ្មែរកណ្ដាលបាត់នៅការអានព្យាង្គរកបាទនៅចុងពាក្យនឹងការបញ្ចូលព្យាង្គចុងក្រោយសនិងហជាមួយគ្នាភាសាខ្មែរកណ្ដាលវិវត្តទៅជាភាសាខ្មែរទំនើបបាទចំនួន3ប្រភេទអញ្ចឹងយើងឃើញថាភាសាខ្មែរនៅប្រទេសថៃបាទគឺខ្មែរសរិនដែលនៅខ្មែរសរិននេះគឺនៅបន្តអានពាក្យដែលមានរនៅខាងចុងហ្នឹងគឺអានខ្យល់រកខ្លាំងនៅឡើយភាសាខ្មែរនៅតំបន់ភ្នំក្រវាញនិងភាសាខ្មែរនៅគេថាខ្មែរនៅផ្នែកកណ្ដាលដូចជានៅភ្នំពេញអីជាដើមបាទអញ្ចឹងយើងឃើញថាការប្រើប្រាស់ស្រៈវិញបាទគឺស្រៈអ៊ំត្រូវបានបង្កើតឡើងបាទប៉ុន្តែស្រៈអ៊ំនៅពេលនោះគឺមានប្រើប្រាស់ជើងវបាទនៅចុងសតវត្សទី16គឺសំឡេងបាទសរសេរដោយស្រៈអ៊ីនិងជើងយ៉ដូចជាពាក្យខ្មែរទំនើបដឹងបាទប៉ុន្តែនៅសរសេរនៅខ្មែរកណ្ដាលហ្នឹងគឺចឹងបាទសំឡេងស្រៈបាទអូបាទគឺដូរទៅជាស្រៈអ៊ូដូចជាពាក្យមួយដូរទៅជាមួយបាទស្រៈអែក៏ចាប់ដើមកើតឡើងនៅដំណាក់កាលចុងក្រោយនៃភាសាខ្មែរកណ្ដាលគឺតតែនៅប្រមាណជាសតវត្សទី18បានមានស្រៈអែកែវហើយពាក្យកែវនេះក៏ជាកម្ចីពាក្យដែរពីភាសាសៀមបាទអញ្ចឹងស្រៈអូទៅជាស្រៈអ៊ូគឺបាទដូច្នេះនៅដំណាក់កាលពាក្យកណ្ដាលទី2នៃភាសាខ្មែរកណ្ដាលនេះក៏ដូចជាពាក្យបង្កើតនៅគេថាលេចចេញជាស្រៈអ៊ូបាទដូចជាពាក្យបួសពីដើមគឺថានៅសតវត្សទី16បួសហើយនៅពេលខាងក្រោយទៅជាបួសក្មួយទៅជាក្មួយបាទដែលជាការវិវត្តនៃសូរស័ព្ទនៅសតវត្សទី17
ចឹងយើងឃើញថានៅសតវត្សទី17គឺព្យញ្ជនៈមានបង្កើតនៅព្យញ្ជនៈខោសៈដែលបន្សល់ទុកពីភាសាខ្មែរចាស់និងព្យញ្ជនៈអខោសៈដែលជាការវិវត្តនៃការផ្លាស់ប្ដូរសូរស័ព្ទនៅក្នុងភាសាខ្មែរកណ្ដាលនិងការប្រើប្រាស់ស្រៈទៅលើព្យញ្ជនៈខោសៈនិងអខោសៈដែលបង្កើតបានជាប្រព័ន្ធសម្លេងថ្មីមានលក្ខណៈសម្បូរបែបជាងមុនដំណើរការផ្លាស់ប្ដូរសូរស័ព្ទនេះគឺកើតឡើងនៅចន្លោះសតវត្សទី16និងសតវត្សទី18ទន្ទឹមនឹងនោះយើងក៏ឃើញមានកម្ចីពាក្យបាទដែលយើងហៅថាដែលពាក្យដែលសៀមខ្ចីពីភាសាខ្មែរនៅចំនួនអង្គរហើយនៅចំនួនខ្មែរកណ្ដាលនេះគឺយើងខ្ចីពាក្យទាំងនោះមកប្រើប្រាស់វិញបាទដូចជាពាក្យប្រពៀតបាទប្រាក់ផាតបាទចេញមកពីពាក្យខ្មែរចាស់ប្រពៀតនិងពាក្យសំស្ក្រឹតប្រវាស់បាទកំផែងបាទដែលយើងខ្ចីពីភាសាសៀមហើយដែលសៀមខ្ចីពីភាសាខ្មែរចាស់កំវែងបាទតំបន់គឺតំបន់ដែលជាពាក្យខ្ចីមកពីភាសាខ្មែរចាស់តំបល់ពាក្យត្រួតបាទតម្រួតយោធាជាដើមបាទដែលសៀមខ្ចីពីភាសាខ្មែរចាស់ហើយនឹងពាក្យខ្ចីពីភាសាសៀមដូចជាពាក្យរយពាន់សែនជាដើមបាទដូច្នេះបើយើងធ្វើសេចក្តីសន្និដ្ឋានស្ដីពីការវិវត្តភាសាខ្មែរចាស់មកភាសាខ្មែរកណ្ដាលវិញយើងឃើញថាបាទគឺជាដំណើរការវិវត្តក្នុងរយៈពេល3សតវត្សហើយនៅក្នុងបរិបទនៃសតវត្សទី18បាទដែលជាដំណាក់កាលទី2នៃសម័យឧដុង្គគឺកម្ពុជាបានបាត់បង់នូវភាពជាម្ចាស់ដោយសារតែចំនួនដណ្ដើមរាជជាប្រចាំហើយការរត់ទៅពឹងពាក់ប្រទេសជិតខាងរបស់បរិជាដើម្បីឡើងសោយរាជការពង្រឹងអំណាចនៅប្រទេសសៀមនៅក្នុងរជ្ជកាលចក្រ័យនៅប្រទេសវៀតណាមក្នុងរជ្ជកាលប្រជាធិរាជនាវាងបានធ្វើឲ្យកម្ពុជាស្ថិតនៅចន្លោះនគរ2បាទហើយដែលគៀបខ្មែរព្រះមហាក្សត្រខ្មែរពេលនោះភាគច្រើនមានវ័យក្មេងគ្មានបទពិសោធន៍ក្នុងការគ្រប់គ្រងហើយជាពិសេសគឺស្ថិតនៅក្រោមកណ្ដាប់ដៃរបស់មន្ត្រីជាន់ខ្ពស់ដែលឆ្លោះគ្នាដណ្ដើមអំណាចប្រជាពលរដ្ឋក៏រងទុក្ខវេទនាមានអសន្តិសុខហើយកម្ពុជាក៏បាត់បង់ទូនីតិទាំងស្រុងនៅជួយកូសាំងស៊ីនហើយបានធ្លាក់ចុះតែម្ដងនៅក្នុងកលយុគហើយខ្មែរបានធ្លាក់ចុះពីប្រទេសមួយដែលមានវប្បធម៌អរិយធម៌ខ្ពង់ខ្ពស់ទៅដល់កម្រិតមួយដែលជិត0បាទអញ្ចឹងដើម្បីការពារបូរណភាពដែនដីខ្មែរក៏បានទៅពឹងបារាំងឲ្យជួយហើយក្នុងសម័យអាណាព្យាបាលបារាំងនៅពាក់កណ្ដាលសតវត្សទី19បារាំងក៏យកចិត្តទុកដាក់ចំពោះវប្បធម៌ខ្មែរហើយអ្នកស្រាវជ្រាវបារាំងជាច្រើនក៏បានចូលរួមចំណែកនៅក្នុងការស្រាវជ្រាវអភិរក្សវប្បធម៌និងអរិយធម៌ខ្មែរហើយបានបង្កើតជាអត្តសញ្ញាណជាតិខ្មែរឡើងវិញដូច្នេះគឺចាប់ផ្ដើមពីការអភិវឌ្ឍធនធានមនុស្សបាទតាមរយៈបាទការដាក់ចេញនៅវិធានការសំខាន់បាទទី1គឺការបញ្ជូននិស្សិតខ្មែរឲ្យទៅរៀននៅគ្រឹះស្ថានសិក្សានៅបារាំងក្តីក៏ដូចជានៅវៀតណាមនិងទី2គឺការបង្កើតប្រព័ន្ធអប់រំផ្លូវការតាមរយៈការបង្កើតសាលាខ្មែរបារាំងបាទហើយសំខាន់បំផុតមួយទៀតគឺការបង្កើតសាលាបាលីបាទដែលបង្កើតឡើងក្នុងឆ្នាំ1909គឺបន្ទាប់ពីទៅតាមការទាមទាររបស់ព្រះបាទស៊ីសុវត្ថិបាទបារាំងក៏បានទាមមកវិញគឺខេត្តសៀមរាបនិងបាត់ដំបងបាទហើយពេលនោះក៏យើងចាប់ផ្ដើមរៀបចំជាផែនទីហើយក៏នៅក្នុងដំណាក់កាលនេះដែរក៏មានបង្កើតសាលាបាលីទី1នៅអង្គរវត្តប៉ុន្តែត្រូវបិទទ្វារដោយសារតែគ្មានសិស្សចូលរៀន
ហើយបន្តមកទៀតគឺការបង្កើតសាលាបាលីជាន់ខ្ពស់នៅក្នុងឆ្នាំ1915ដើម្បីបណ្ដុះបណ្ដាលបញ្ញវន្តខ្មែរបាទដូចជាសម្ដេចព្រះសង្ឃរាជជួនណាតសម្ដេចព្រះសង្ឃរាជហួតតាតបាទដូច្នេះគឺដូចចំនួនប្របាទអង្គឌួងដែរគឺយើងបានលើកដំកើងពុទ្ធសាសនាជាពិសេសការអប់រំជាភាសាបាលីដែលជាមធ្យោបាយដ៏ស័ក្តិសិទ្ធិក្នុងការថែរក្សាទាំងវប្បធម៌ជាតិជាពិសេសនៅក្នុងការអភិវឌ្ឍភាសាជាតិនៅក្នុងដំណាក់កាលថ្មីនៅក្នុងដំណាក់កាលថ្មីគឺនៅដើមសតវត្សទី20នេះគឺយើងក៏ចាប់ផ្ដើមធ្វើទំនើបកម្មភាសាខ្មែរអញ្ចឹងគឺការរៀបចំភាសាខ្មែរឲ្យមានក្បួនច្បាប់ឲ្យមានវេយ្យាករណ៍ត្រឹមត្រូវឲ្យមានលក្ខណៈវិទ្យាសាស្ត្រមានស្តង់ដារនៅក្នុងការសរសេរអក្ខរាវិរុទ្ធអញ្ចឹងយើងឃើញថានៅក្នុងភាសាខ្មែរកណ្ដាលនេះដែលជាភាសាដែលភាគច្រើនជាភាសានិយាយបាទមិនមានការសរសេរទៅតាមក្បួនຂະຫນາດត្រឹមត្រូវទេអត់មានស្តង់ដារទេអញ្ចឹងហើយបានជានៅដល់សតវត្សទី20អ្នកប្រាជ្ញបានគិតគូរបាទអ្នកប្រាជ្ញខ្មែរបានគិតគូរក្នុងការរៀបចំភាសាខ្មែរឲ្យមានលក្ខណៈវិទ្យាសាស្ត្របាទតាមរយៈការរៀបចំវិធានវេយ្យាករណ៍ត្រឹមត្រូវការសរសេរអក្ខរាវិរុទ្ធឲ្យមានការឯកភាពនិងការបង្កើតពាក្យថ្មីដើម្បីលើកកម្ពស់ទូនាទីអក្សរសាស្ត្រនិងអក្សរសិល្ប៍ជាតិនឹងជាពិសេសឆ្លើយតបទៅនឹងការវិវត្តខាងផ្នែករដ្ឋបាលសង្គមសេដ្ឋកិច្ចនឹងតម្រូវការសតវត្សទី20នេះអញ្ចឹងយើងឃើញថាភាសាបាទការនៅពេលដែលប្រទេសមានការវិវត្តទាំងសេដ្ឋកិច្ចសង្គមក៏ដូចជាខាងផ្នែកសាសនាមានការវិវត្តក៏មានតម្រូវការវិវត្តខាងផ្នែកភាសាមកដែរភាសាគឺជាយានមួយដ៏សំខាន់នៅក្នុងការបង្កើតវប្បធម៌ក៏ដូចជាអរិយធម៌ហើយជាភាសាគឺជាផ្នែកមួយនៃសមាសភាពមួយដ៏សំខាន់នៃវប្បធម៌និងអរិយធម៌ហ្នឹងហើយក៏ជាហៅថាកត្តាមួយសំខាន់ផងដែរដើម្បីអភិវឌ្ឍជាតិបាទអញ្ចឹងនៅពេលនោះគឺយើងត្រូវសម្រេចបាទតើយើងជ្រើសរើសវិធីសរសេររបៀបម៉េចជាពិសេសគឺកម្ចីពាក្យសំស្ក្រឹតនិងពាក្យបាលីឲ្យមកคล้ายទៅជាភាសាខ្មែរអញ្ចឹងនៅប្រទេសនៅអាស៊ីអាគ្នេយ៍គឺមានជម្រើសពីរនៅក្នុងការសរសេរពាក្យកម្ចីបាលីសំស្ក្រឹតទី1គឺការសរសេរតាមនិរុទ្ធសាស្ត្រមានការសរសេរទៅតាមពាក្យដើមដែលយើងខ្ចីពីបាលីនិងសំស្ក្រឹតបាទគឺសរសេរឲ្យដូចគេអញ្ចឹងបាទនិងទី2គឺការសរសេរទៅតាមការបញ្ចេញសំឡេងបាទអញ្ចឹងវិធីសាស្ត្រទី1គឺសរសេរតាមនិរុទ្ធសាស្ត្រមានសរសេរឲ្យដូចទៅតាមពាក្យដែលយើងខ្ចីបាទដូចជាពាក្យប្រយោជន៍ចនៈបាទអញ្ចឹងនៅពេលដែលយើងខ្ចីពាក្យនេះមកជាភាសាខ្មែរហ្នឹងគឺយើងមិនអានប្រយោជន៍ទេយើងអានប្រយោជន៍ដូច្នេះគឺយើងលុបព្យាង្គចុងខាងចុងបោយបាទយើងលុបព្យាង្គទាំងក្រុងប៉ុន្តែនៅសរសេរដដែលបាទនេះយើងហៅថាការសរសេរតាមនិរុទ្ធសាស្ត្របាទដែលឡែកភាសាឡាវគឺសរសេរទៅតាមការបញ្ចេញសំឡេងអញ្ចឹងវាមានរបៀបកម្ចីហ្នឹងពីរបាទនៅដើមសតវត្សទី20ហ្នឹងគឺក្រុមជំនុំរៀបចំបញ្ញានុក្រមបាទមានសមាជិក18រូបបាទដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសាសនាពេជ្រប៉ុនហ្នឹងបញ្ហាសរសេរពាក្យក្នុងភាសាខ្មែរបានកើតឡើងដោយសារតែសមាជិកភាគច្រើនបាទរៀនចប់សាលាបាលីបាទបញ្ហាទី1គឺនៅក្នុងភាសាខ្មែរហ្នឹងពាក្យមួយហ្នឹងអាចសរសេរបានច្រើនយ៉ាងបាទអញ្ចឹងជាព្យាង្គរេក៏បានជាព្យាង្គតម្រួតក៏បានពាក្យខ្លះអាចសរសេរដោយប្រើព្យញ្ជនៈតក៏ដូចជាដក៏បានបាទបញ្ហាទី2គឺត្រូវសរសេរពាក្យកម្ចីនិងបាលីសំស្ក្រឹតជាពាក្យដើមឬមួយក៏ទៅតាមការបញ្ចេញសំឡេងបាទនេះគឺជាបញ្ហាដែលកើតឡើងនៅពេលដែលយើងចាប់ផ្ដើមរៀបចំភាសាខ្មែរឲ្យមានក្បួនខ្នាតត្រឹមត្រូវបាទដូច្នេះអ្នកដែលធ្លាប់រៀនភាសាបាលីមានទំនោរសរសេរតាមពាក្យកម្ចីដើមគោលគឺតាមនិរុទ្ធសាស្ត្រ
បាទអញ្ចឹងដើម្បីរៀបចំការសរសេរពាក្យឲ្យត្រឹមត្រូវទៅតាមនីរដ្ឋសាស្ត្រនេះក៏មានការប្រជុំមួយក្នុងឆ្នាំ1926បាទហើយក៏បានកំណត់ឲ្យប្រើវណ្ណយុត្តិបាទដើម្បីគេថាដើម្បីសម្គាល់របៀបសរសេរបាទទៅតាមនិរដ្ឋសាស្ត្រនេះបាទគណៈកម្មការវប្បធម៌បន្តមកទៀតគឺដើម្បីខ្ចីពាក្យបាលីនិងសំស្ក្រឹតក៏យើងបានបង្កើតគណៈកម្មការវប្បធម៌មួយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1946បាទគណៈកម្មការវប្បធម៌នេះគឺមានអ្នកប្រាជ្ញជាច្រើនដើម្បីចូលរួមបាទដូចជាលោកចាពិនសម្ដេចជួនណាតសម្ដេចហួតតាតព្រះអង្គសូហាយព្រះប៉ុនសម្ភាជបាទជាដើមដើម្បីចូលរួមនៅក្នុងគណៈកម្មការវប្បធម៌នេះបាទជារួមគណៈកម្មការវប្បធម៌គឺមានគោលដៅមួយយើងចង់ធ្វើម៉េចឲ្យភាសាខ្មែរខុសពីភាសាសៀមបាទដោយសារតែហើយក៏បានសម្រេចថាភាសាសៀមគឺកម្ចីភាគច្រើនគឺខ្ចីពីសំស្ក្រឹតបាទដោយសារតែភាសាសៀមបង្កើតឡើងនៅសតវត្សទី12ហ្នឹងបាទឈលលើមូលដ្ឋានភាសាខ្មែរចាស់និងភាសាសំស្ក្រឹតបាទដោយឡែកដើម្បីឲ្យភាសាខ្មែរខុសពីភាសាសៀមហ្នឹងគឺយើងសម្រេចយកបាទកម្ចីពីភាសាបាលីបាទហើយដោយសារតែសមាជិកនៃគណៈកម្មការវប្បធម៌ភាគច្រើនបាទរៀននៅសាលាបាលីបាទដូច្នេះហើយគឺយើងបានយកភាសាបាលីហ្នឹងអញ្ចឹងយើងក៏បានបង្កើតជាហៅថាវិធានបាទទី1គឺប្រើប្រាស់បុព្វបទបាទពាក្យអមានន័យថាបដិសេធបាទគឺនេះគឺដូចអយុត្តិធម៌អភិមានន័យថាពាក្យក្រៃលែងបាទអតិមានន័យក្រៃលែងអតិសខុមទោសជាដើមអធិខ្ពង់ខ្ពស់ក្រៃលែងអធិបតីអភិបាទក៏សម្គាល់ពាក្យខ្ពង់ខ្ពស់ដាក់អភិបាលអនុសម្រាប់ពាក្យបន្ទាប់អនុប្រធានបាទអបៈបាទមានន័យថាពាក្យគ្មានអបមង្គលបាទឧបៈក៏រងដែរឧបរាជបាទទុរៈបាទសម្រាប់ពាក្យលំបាកទុរគតនិរៈពាក្យនិរទេសបាទពាក្យគ្មានប្រតិឬក៏បដិគឺពាក្យទល់គ្នាប្រតិកម្មឬក៏មួយបដិវត្តបរៈមានន័យថាក្រៅបរទេសបរិបាទពាក្យណាស់ដូចជាបរិសុទ្ធបាទវិសម្រាប់ដាច់ដលែកវិសាមញ្ញសុសម្រាប់ល្អសុគតិអីជាដើមបាទទី2គឺដោយប្រើមជ្ឈិមបទដូចជានិយមបាទឧទាហរណ៍ថាដែលមានន័យថាចូលរួមគំនិតខ្មែរនិយមបាទឧបនិយកម្មដូចជាមានសម្រាប់សម្គាល់ពាក្យផ្លាស់ប្ដូរភាវៈដូចជាឧស្សាហូបនីយកម្មសាស្ត្រឬវិទ្យាសម្រាប់វិទ្យាសាស្ត្រគណិតវិទ្យាភាពដើម្បីបញ្ជាក់ពីភាវៈសមភាពវិទូដើម្បីបញ្ជាក់ពីមុខងារគណិតវិទូសភាសម្រាប់ពាក្យបញ្ជាក់ពីអង្គប្រជុំរដ្ឋសភាស្ថានសម្រាប់ពាក្យបញ្ជាក់ពីទីតាំងវិទ្យាស្ថានទី3ដែលផ្គុំពាក្យចលនៈជាមួយវត្ថុដើរជាមួយវត្ថុចលនៈវត្ថុអគ្គនាយកបាទធំនឹងមេអគ្គនាយកបាទសាស្ត្រនិងចារយៈបាទវិជ្ជានិងគ្រូសាស្ត្រាចារ្យជាដើមបាទនេះគឺជាមានន័យថាការប្រើប្រាស់បាទភាសាខ្មែរជាសក្តីសន្និដ្ឋានយើងឃើញថាភាសាខ្មែរកណ្ដាលបានទទួលឥទ្ធិពលយ៉ាងខ្លាំងក្លាពីទស្សនៈនិងវាក្យសព្ទនៃពុទ្ធសាសនាថេរវាទនិងភាសាបាលីបាទតែភាសាសំស្ក្រឹតនិងភាសាខ្មែរចាស់នៅបន្តចាក់ឫសនៅក្នុងវាក្យសព្ទនៃភាសាខ្មែរកណ្ដាលក៏ប៉ុន្តែការសរសេរភាសាបាលីនៅក្នុងសាលាចារឹកនគរវត្តបាទมันបានត្រឹមត្រូវតាមក្បួនច្បាប់ទេបាទដែលបង្ហាញអំពីគេហៅថាភាសាការសិក្សានេះគឺជាការសិក្សាមានន័យថាមិនមែនជាការសិក្សាមានក្បួនខ្នាតត្រឹមត្រូវ
ហើយក៏ឆ្លុះបញ្ចាំងពីវប្បធម៌និយាយនៅក្នុងភាសាខ្មែរផងដែរប៉ុន្តែនៅដើមសតវត្សទី20អ្នកប្រាជ្ញខ្មែរក៏បានរៀបចំភាសាខ្មែរឲ្យមានក្បួនខ្នាតត្រឹមត្រូវហើយក៏កំណត់នៅវិធានក្នុងការសរសេរដោយកំណត់យកវិធាននិរុទ្ធសាស្ត្របាទសរសេរទៅតាមពាក្យខ្ចីពាក្យដើមពីបាលីនិងសំស្ក្រឹតបាទហើយគណៈកម្មការវប្បធម៌នៅក្រោយសង្គ្រាមលោកទី2ក៏បានរៀបចំពាក្យនេះឲ្យកាន់តែត្រឹមត្រូវបាទហើយជាពិសេសគឺចលនាខេមរយន្តកម្មគឺក្រោយពេលដែលខ្មែរបានឯករាជ្យបាទពីបារាំងគឺយើងឃើញមានចលនាលើកកម្ពស់ការប្រើប្រាស់ភាសាជាតិតាមរយៈការសរសេរជាច្រើនបាទជាអក្សរសិល្ប៍បាទអក្សរសិល្ប៍ខេមរនិយមបាទដូចជាឧទាហរណ៍ដូចជារឿងជាច្រើនបាទកុលាបបៃលិនមេលាដួងចិត្តបាទផ្កាស្រពោនលក្ខនឹងលក្ខបាទដើម្បីឲ្យចលនាសរសេរប្រើប្រាស់ភាសាខ្មែរនេះក្រោយបានទទួលឯករាជ្យនេះបានបង្កើតទៅជាអក្សរសិល្ប៍ខ្មែរខេមរនិយមមួយយ៉ាងសម្បូរបែបហើយក៏ជាការលើកកម្ពស់ក្នុងការភាសាជាតិនៅក្នុងការរៀនភាសាខ្មែរដែរជាពិសេសគឺក្នុងឆ្នាំ1967ក៏ចាប់ផ្ដើមបង្កើតជាគណៈកម្មការខេមរយន្តកម្មគឺការចាប់ផ្ដើមរៀនបាទនៅកម្រិតបឋមសិក្សានិងមធ្យមសិក្សាដោយសរសេរសៀវភៅជាភាសាខ្មែរគឺជាដំណាក់កាលថ្មីមួយទៀតដែលបន្តរហូតនៅពេលបច្ចុប្បន្នបាទដូច្នេះយើងឃើញថាភាសាខ្មែរបានវិវត្តពីភាសាខ្មែរចាស់សម័យសតវត្សទី6រហូតដល់ភាសាខ្មែរចាស់សម័យអង្គរបាទនិងភាសាខ្មែរកណ្ដាលចំនួនលង្វែកសម័យឧដុង្គរហូតដល់ភាសាខ្មែរនៅពេលបច្ចុប្បន្នហើយភាសាខ្មែរដែលយើងអាចចាត់ទុកថាជាភាសាមួយដែលជាភាសាចាស់ជាងគេនៅក្នុងពិភពលោកបាទមកទល់ពេលបច្ចុប្បន្ននេះគឺយើងនៅគឺជាភារកិច្ចរបស់ជនជាតិខ្មែរគ្រប់រូបនៅក្នុងការអភិរក្សបាទក៏ដូចជាអភិវឌ្ឍភាសាខ្មែរបាទដូច្នេះគឺប្រធានបទដែលយើងពិភាក្សាថ្ងៃនេះធ្វើត្បិតតែយើងនិយាយពីភាសាខ្មែរកណ្ដាលមែនប៉ុន្តែយើងក៏បានឆ្លុះបញ្ចាំងពីដំណើរការវិវត្តនៃភាសាខ្មែរពីភាសាខ្មែរចាស់រហូតទៅដល់ភាសាខ្មែរកណ្ដាលនិងរហូតដល់ពេលបច្ចុប្បន្ននេះខ្ញុំសូមឲ្យយុវជនខ្មែរចំនួនក្រោយសូមបន្តខិតខំលើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរសរសេរភាសាខ្មែរឲ្យបានត្រឹមត្រូវបាទនិងបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីបន្តស្រាវជ្រាវភាសាខ្មែរបន្តទៀតដើម្បីចូលរួមចំណែកនៅក្នុងការអភិរក្សនិងការអភិវឌ្ឍភាសានិងអរិយធម៌ខ្មែរដែលជាអរិយធម៌មួយសម្បូរបែបហើយដែលយើងអាចចាត់ទុកថាជាប្រទេសមួយដែលមានខឿនវប្បធម៌យ៉ាងសម្បូរបែបហើយដែលបន្សល់ទុកនៅទាំងសាលាចារឹកដល់ទៅជាង1500ផ្ទាំងហើយមិនមានប្រទេសច្រើនទេនៅក្នុងពិភពលោកដែលមានសាលាចារឹកដល់ទៅ1500ផ្ទាំងអញ្ចឹងមានតែប្រទេសតិចតួចប៉ុណ្ណោះដែលមានសាលាចារឹកដល់ទៅ1500ផ្ទាំងនេះសបញ្ជាក់ឲ្យឃើញថាបាទវប្បធម៌អរិយធម៌ខ្មែរគឺជាវប្បធម៌មួយដែលជាវប្បធម៌ចាស់ជាងគេមិនត្រឹមតែនៅអាស៊ីអាគ្នេយ៍នៅអាស៊ីទេប៉ុន្តែនៅក្នុងពិភពលោកផងដែរហើយគឺជាភារកិច្ចរបស់កូនខ្មែរគ្រប់រូបនៅក្នុងការបន្តសិក្សាភាសាខ្មែរអញ្ចឹងយើងឃើញថាកូនខ្មែរក៏ត្រូវតែរៀនពីប្រវត្តិខ្មែរហើយជាពិសេសគឺការសិក្សាស៊ីជម្រៅពីមូលហេតុដែលធ្វើឲ្យវប្បធម៌ខ្មែរកើនឡើងនៅចំនួនអង្គរបាទដែលយើងឃើញថាទូនីតិ
នៃវិស័យអប់រំគឺជានីតិឈានមុខនៅក្នុងការបង្កើតឲ្យមានជាវប្បធម៌ធម៌ខ្មែរជាពិសេសឥទ្ធិពលនៃសាសនាមកលើការវិវត្តនិងការអភិវឌ្ឍទាំងវប្បធម៌ធម៌ខ្មែរនិងទាំងភាសាខ្មែរបាទទាំងអស់នេះយើងទាំងអស់គ្នាត្រូវតែរួបរวมគ្នាដើម្បីសិក្សាស្រាវជ្រាវអភិរក្សទុកដល់កូនខ្មែរជំនាន់ក្រោយខ្ញុំសូមបញ្ចប់នៅបទអន្តរាគមន៍នៅពេលថ្ងៃនេះស្ដីពីភាសាខ្មែរសម័យកណ្ដាលបាទហើយសូមបួងសួងសូមវត្ថុស័ក្តិសិទ្ធិថែរក្សាប្រជាជនកម្ពុជាសូមបន្តអភិបាលដល់ថ្នាក់ដឹកនាំខ្មែរដែលបានជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបាននាំមកនៅសន្តិភាពគឺសន្តិភាពនេះឯងដែលផ្ដល់ឱកាសឲ្យយើងឲ្យមានការអភិវឌ្ឍនិងបន្តគិតគូរពីការអភិរក្សទាំងភាសានិងវប្បធម៌ខ្មែរនិងបន្តបណ្ដុះបណ្ដាលធនធានមនុស្សយើងឃើញថាប្រវត្តិសាស្ត្រយើងបានបង្ហាញឃើញថានៅពេលដែលខ្មែរបែកបាក់គ្នានៅពេលដែលស្ថាប័នរដ្ឋចុះខ្សោយគឺតែងតែមានសង្គ្រាមហើយនៅពេលដែលមានសង្គ្រាមយើងបាត់បង់អស់បាទបាត់បង់អស់ហើយនៅក្នុងដំណាក់កាលនីមួយៗទាមទារពេលវេលាមិនតិចជាង100ឆ្នាំទេដើម្បីកសាងឡើងវិញបាទអញ្ចឹងយើងឃើញថាទោះបីជាក្នុងដំណាក់កាលដ៏លំបាកយ៉ាងម៉េចបាទកត្តាសុខសន្តិភាពនេះក៏ដូចជាកត្តាកំណែតម្រង់គឺជាកត្តាស្លាប់រស់ដូច្នេះហើយកំណែតម្រង់វិស័យអប់រំគឺខ្មែរយើងទាំងអស់គ្នាត្រូវតែខិតខំប្រឹងប្រែងពូតជ្រុំដើម្បីបន្តទៅទៀតដើម្បីធ្វើយ៉ាងណាបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពមានតែធនធានមនុស្សទេដែលអាចបន្តអភិរក្សនិងអភិវឌ្ឍទាំងភាសានិងវប្បធម៌ខ្មែរបានសូមអរគុណបាទសូមជម្រាបលា